តែយើងគោរពបូជាទេវតាដោយមិនដេចទើបត្រឹមត្រូវទេវបលីមាន2មួយយើងឧទ្ទិសបុណ្យជូនទេវតាយើងធ្វើបុណ្យធ្វើកុសលហើយសូមជូនបុណ្យកុសលដល់ទេវតាថែសារនៅផ្ទះជានាងផ្ទះប្រភូមិរុក្ខទេវតាអារក្ខទេវតាសូមត្រេកអរអនុមោទនាបុណ្យខ្ញុំហើយសូមឲ្យបានសេចក្តីសុខចុះទី2យើងដាក់គ្រឿងដង្វាយបាយទឹកនំចំណីផ្កាផ្លែឈើជូនជាការសម្ដែងនៅការរាប់អានដូចជាយើងអ្នកនៅផ្ទះភូមិផងរបងជាមួយអញ្ចឹងប៉ុន្តែទេវតាគេមានបុណ្យច្រើនជាងយើងគេអាយុវែងជាងយើងគេមានសម្បត្តិល្អជាងយើងអញ្ចឹងយើងគោរពបូជាចំពោះទេវតាហ្នឹងក្នុងន័យថាយើងរាប់អានយើងគោរពយើងឲ្យតម្លៃប៉ុន្តែយើងមិនបកគលជោគវាសនាគិតតែពីបែបបន់សុំបួងសួងអីទេបើយើងមានចិត្តល្អជាមួយគេគង់តែនឹងបីបាច់ថែរក្សាយើងវិញហើយបើយើងមានបុណ្យគេត្រូវតែជួយយើងហ្មងគេមិនជួយគេមានទោសទៀតផងទេវបលីនឹងគឺការគោរពការឲ្យតម្លៃការផ្ដល់សេចក្តីស្រឡាញ់ការរាប់អានដល់ទេវតាប៉ុន្តែទេវតាមិនចេះតែជួយយើងបានគ្រប់រឿងទេតើយើងមានបុណ្យដែរទើបទេវតាជួយយើងបានបើមានគេសួរថាពុទ្ធត្រាស់ដឹងអ្វីយើងអាចឆ្លើយថាពុទ្ធត្រាស់ដឹងនៅអរិយសច្ចៈ4ដែលធ្វើឲ្យព្រះអង្គបានរួចផុតពីទុក្ខបានត្រាស់ដឹងជាពុទ្ធអរិយសច្ចៈទី1គឺទុក្ខសច្ចៈមានន័យថាជីវិតរបស់យើងនឹងសង្ខារនឹងវាមិនថិតថេរមិនគង់វង្សហើយវាត្រូវមានជារាបជាធិមរណៈបែកបាក់ព្រាត់ប្រាសហើយទុក្ខនឹងមានទាំងទុក្ខផ្លូវកាយមានទាំងទុក្ខផ្លូវចិត្តអញ្ចឹងជីវិតនឹងគឺទុក្ខទាំងអស់តែមិនមែនទេវាមានសុខវេទនាដែរប៉ុន្តែវាអត់ទៀងទាត់វានៅតែផ្លាស់ប្ដូរទៅបែកបាក់ព្រាត់ប្រាសចុងក្រោយយើងលះបង់របស់ទាំងអស់នឹងទៅហើយបន្តជាតិកំណើតសោយទុក្ខនៅក្នុងអនាគតទៅទៀតដែរប៉ុន្តែទុក្ខសច្ចៈហ្នឹងជាអនត្តាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់ខ្លួនទេហើយព្រះអង្គដឹងហេតុដែលនាំឲ្យកើតទុក្ខហ្នឹងគឺតណ្ហាការជាប់ជំពាក់ហួងហែងការប្រកាន់ថានឹងជារបស់ខ្លួននឹងជាខ្លួនដល់ពេលប្រកាន់អញ្ចឹងទៅនៅពេលរបស់នឹងវាផ្លាស់ប្ដូរប្រែប្រួលទៅយើងកើតទុក្ខនឹងឯងអញ្ចឹងវាវិលកង់អញ្ចឹងហើយព្រះអង្គឃើញអញ្ចឹងហើយព្រះអង្គបានរំដោះខ្លួនពីការប្រកាន់នឹងបានដល់នៅព្រះនិព្វាននិរោធសច្ចៈព្រះអង្គបានពាល់ត្រូវថាអូសេចក្តីសុខពិតប្រកបហ្នឹងគឺលែងប្រកាន់នៅរបស់ក្តៅហ្នឹងខណ្ឌហ្នឹងសង្ខារហ្នឹងជីវិតហ្នឹងជារបស់ក្តៅបើយើងអត់ប៉ះវាអត់ក្តៅទេយើងអត់ប្រកាន់វាយើងអត់មានទុក្ខដោយសារវាទេពីព្រោះវាអត់អាចនៅស្ងៀមបានហើយវាអាចនៅសុខអញ្ចឹងបានរហូតទេអញ្ចឹងព្រះអង្គបានពាល់ត្រូវនៅព្រះនិព្វានដែលជាសេចក្តីសុខមាំទាំប្រកបពជាមិនផ្លាស់ប្ដូរមិនប្រែប្រួលហើយមិនមែនជាសេចក្តីសុខនៅក្នុងខណ្ឌនេះទេហើយព្រះអង្គដឹងអំពីវិធីទៀតមគ្គសច្ចៈគឺវិធីបដិបត្តិអានឹងវាឧបមាដូចជាដឹងផ្លូវដើរដើម្បីចេញផុតពីព្រៃឬក៏ដឹងអំពីវិធីព្យាបាលដើម្បីឲ្យជំងឺនឹងជាចឹងបានដល់អរិយមគ្គប្រកបដោយអង្គ8មានសមាធិការយល់ត្រូវសមាសង្កប្បៈការត្រេះរិះត្រូវជាដើមជាការត្រាស់ដឹងនៅអរិយសច្ចៈទាំង4នេះធ្វើឲ្យព្រះអង្គលែងមានជារាបជាធិមរណៈកើតចាស់វិលវល់នៅក្នុងសង្សារវដ្តនឹងទៀតឲ្យព្រះអង្គរួចផុតពីទុក្ខហើយមាត់យើងអាចប្រើឲ្យកើតបុណ្យឬក៏អាចនាំឲ្យកើតបាបកើតបុណ្យមួយយើងនិយាយពាក្យពិតសច្ចៈនឹងមានបារមីទី2និយាយឲ្យគេរួបរวมគ្នាកុំចាក់អូចឲ្យគេឆ្លោះគ្នាទី3យើងនិយាយពាក្យព្រោះភាសាកុំអាមមឹងហែងជេរបតិចបដាសាហើយទី4និយាយពាក្យមានប្រយោជន៍និយាយអត់ប្រយោជន៍ច្រើនពេកមាត់នាំឲ្យកើតបាបនិយាយកុហកគេបោកប្រាស់គេហ្នឹងបាបហើយគេលែងទុកចិត្តហើយទី2និយាយញុះញង់អ៊ិចអូចចាក់ចុចគេឆ្លោះគ្នាឲ្យគេបែកបាក់គ្នាទី3និយាយបតិចបដាសាអាមមឹងហែងហងហ្នឹងទី4និយាយបបែកបបោយអត់ប្រយោជន៍អត់បានការនិយាយលឺដូចតលៀកផ្ទុះអាហ្នឹងក៏នាំឲ្យមានបាបដែរលោកហៅថាវជ័យទុច្ចរិតអ្នកធ្វើវជ័យទុច្ចរិតហ្នឹងមានបាបកម្មមាត់មិនល្អថ្មិញមិនល្អនិយាយស្ដីគេមិនសូវស្ដាប់ប្តីប្រពន្ធកូនចៅអីគេមិនធ្វើតាមនិយាយច្រើនមិនយូរទៅតូចចិត្តខ្លួនឯង
ចំណែកអ្នកមានវិជ័យសុចរិតពាក្យសម្ដីល្អត្រឹមត្រូវមាត់ក៏ល្អថ្មិញក៏ល្អបោមាត់ក៏ល្អក្លិនមាត់ក៏ល្អមានប្រពន្ធកូនចៅក៏គេស្ដាប់ប្រកបតាមនិយាយស្ដីអីគេចង់តែស្ដាប់ឯងពេលព្រះអង្គទៅត្រាស់ដឹងភ្លាមហ្នឹងមានឈ្មួញ2នាក់ទៅពីសវណ្ណភូមិយើងទៅហ្នឹងទៅរស់ស៊ីនៅស្រុកឥណ្ឌាទេវតាដែលនៅអាស្រ័យនឹងព្រៃហ្នឹងធ្លាប់ជាម្ដាយរបស់ឈ្មួញ2នាក់ហ្នឹងកាលពី5ជាតិមុនហើយនឹកចង់ឲ្យកូនទាំងពីរហ្នឹងបានធ្វើបុណ្យជាមួយព្រះសម្មាសម្ពុទ្ធដំបូងគេដោយសារព្រះអង្គខានឆាន់ចង្ហាន់ចំនួន7សប្តាហ៍មកហើយអញ្ចឹងទេវតាហ្នឹងទៅបង្ហាញខ្លួននៅមុខតេះគោហ្នឹងគោខ្លាចអត់ហ៊ានទៅមុខទេ2នាក់តពុសៈផលិកៈនឹងចុះមកបែបបនស្រន់អីមិនគុំទៅចុងក្រោយបានទេវតាហ្នឹងចូលទៅសន្ធិដ្ឋនៅនឹងពាណិជ្ជម្នាក់ហើយនិយាយរាយរាប់ថាព្រះសម្មាសម្ពុទ្ធទើបតែត្រាស់ដឹងឲ្យកូនទាំងពីរហ្នឹងយកចង្ហាន់យកទៅថ្វាយព្រះសម្មាសម្ពុទ្ធដើម្បីបានសម្រេចជាបុណ្យកុសលទឹកចិត្តជាម្ដាយចង់ឲ្យកូនបានបុណ្យ2នាក់តពុសៈផលិកៈហ្នឹងក៏យកចង្ហាន់យកទៅថ្វាយព្រះអង្គមាននំក្រៀមនំកំពងនំលាជអីចឹងទៅរបស់ដែលក្រៀមហើយនឹងទឹកឃ្មុំទឹកអំពៅអីផ្សេងយកទៅថ្វាយព្រះអង្គបានបុណ្យច្រើនណាស់ឈ្មួញពាណិជ្ជទាំង2នាក់ហ្នឹងជាអ្នកដែលបានដល់នៅពុទ្ធនិងពធជាទីពឹងទីរលឹកមុនដំបូងគេលោកហៅថាទ្វេវាជិកសរណគមមានន័យថាសរណគមមានតែពីរគឺពុទ្ធនិងពធដោយសារអត់ទាន់មានប្រសងទេវតាដែលនាំតពុសៈផលិកៈឲ្យបានថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធនឹងជាម្ដាយតាំងពី5ជាតិមុនម៉ែយើងយកចិត្តនិយាយថាម្ដាយដើមប៉ុន្តែយើងមិនដឹងទេមិនដឹងថាមួយណាជាម្ដាយដើមមួយណាជាអមនុស្សអីចឹងយើងមានថាធ្វើបុណ្យធ្វើកុសលឧទ្ទិសជូនទៅឲ្យបានសេចក្តីសុខហើយឲ្យជួយថែសារកូនចៅឲ្យបានសុខសប្បាយប៉ុណ្ណឹងដែរក្នុងវិជាដកមួយនិយាយពីរឿងសេដ្ឋី2នាក់ម្នាក់មានទ្រព្យ40កោដម្នាក់ទៀត30កោដអាហ្នឹងទ្រព្យដែលគាត់យកទៅកប់ណាទ្រព្យនៅផ្ទះនៅស្បែងផ្សេងប៉ុន្តែពេលមុននឹងមរណកាលហ្នឹងគាត់អត់បានប្រាប់កំណប់នឹងទៅកូនទៅចៅទៅកៀងបេះដូងដាច់ខ្សែឈាមខួរក្បាលអីចឹងទៅឧទាហរណ៍ដល់ពេលចិត្តហ្នឹងវាជាប់ជំពាក់នឹងទ្រព្យហ្នឹងអញ្ចឹងម្នាក់ស្លាប់ទៅកើតជាកដោធ្វើរុនថែសារទ្រព្យហ្នឹងម្នាក់ទៀតកើតជាពស់ធ្វើរុនថែសារទ្រព្យដែលខ្លួនកប់ហ្នឹងខ្មែរយើងធ្លាប់ឮមកថាពស់ថែកំណប់ហើយនៅមើលហ្នឹងទៅវល់រហូតដល់ថ្ងៃមួយទឹកគួចយកពស់នឹងកដោនឹងទៅតាមទឹកទៅបានតបោះជួយទៅពស់នឹងទៅដោនឹងក៏នឹកគុណតបោះដែលជួយស្រោចស្រង់ក៏យកកំណប់នឹងជូនលោកតបោះនឹងទៅលោកតបោះចុងក្រោយមកបានធ្វើជាមហាក្សត្រយកកដោយកពស់នឹងទៅចិញ្ចឹមនៅក្នុងវាំងហើយកដោនឹងពស់នឹងក៏ប្រគល់ទ្រព្យសម្បត្តិនឹងឲ្យលោកតបោះនឹងទាំងអស់ទៅលើករឿងនឹងមកចង់និយាយថាពេលដែលធ្វើមរណកាលហ្នឹងបើយើងជាប់ជំពាក់វៈវិននឹងទ្រព្យរបស់នេះនោះអាចទៅកើតនៅនឹងជាជីងចក់ជាតកែជាស្អីទៅបើយើងនៅប្រកាន់ណាប៉ុន្តែបើយើងរៀនលះបង់រៀនធ្វើបុណ្យទៅហើយទៅហើយរបស់ណាដែលត្រូវលះបង់ហ្នឹងលះបង់ឲ្យគេអស់ណាកុំឲ្យជំពាក់វៈវិនវាអាចនាំមកឲ្យបដិសន្ធិអត់ល្អក្នុងជាតិបន្ទាប់យ៉ាងកញ្ញវុតតាំងអ៊ិធវិហុរាំងវាសក្កេសុវាយ៉ាងរតនំបណៃតាំងទ្របឯណាមួយក្នុងលោកនេះនិងក្នុងលោកឯទៀតក្តីរតនវត្ថុដ៏ឧត្តមឯណាក្នុងស្ថានសួគ៌ក្តីអ្នកនោសមੰអតិតថាគទេអ្នកទ្របនឹងរតនវត្ថុទាំងនោះស្មើដោយតថាគតមិនមានឡើយអ៊ិទាំងពិពុទ្ធេរតនំបណៃតាំងកែវគឺព្រះពុទ្ធនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានខយ៉ាងវិរិយកាំងអមតាំងបណៃតាំងយតេចគាសក្ខមនីសមាហិតោព្រះសក្ខមនីជាម្ចាស់មានប្រតិតម្កល់មាំបានត្រាស់ដឹងហើយនៅប្រធរឯណាជាទីខ្សែនៃកិលេសជាទីប្រាសចាករាគៈជាធម៌មិនស្លាប់ជាធម៌ដ៏ឧត្តមនតេនធម្មេនសមតិកេញចេរបស់អ្វីមួយស្មើដោយប្រធរនោះមិនមានឡើយអ៊ីទាំងពិថាមេរតនំបណៃតាំងកែវគឺប្រធរនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានយ៉ាំពុទ្ធសេថោបរិវណ្ណយីសុចឹងព្រះពុទ្ធដ៏ប្រសើរទ្រង់សរសើរនៅសមាធិឯណាថាជាធម៌ដ៏ស្អាតសមាធិមាននន្
តរិកញ្ញមាហុបណ្ឌិតទាំងឡាយពោលហើយនៅសមាធិឯណាជាធរឲ្យផលដោយលំដាប់សមាធិនាតេនសមោនវិជ្ជតិសមាធិឯទៀតស្មើដោយសមាធិនោះមិនមានឡើយអ៊ីទាំងពិធាំមេរតនំបណៃតាំងកែវគឺប្រធរនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តេហោតោដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានយេបុគ្គលីអត្តសតាំងប្រសត្ថាចតារិអេតានិយុគានិហោតិបុគ្គលទាំងឡាយឯណា8ជំពូកដែលសពបរោះទាំងឡាយសរសើរហើយបើរាប់ជាគូបាន4គូតេតខេណាយាសុគតាសសាវកាបុគ្គលទាំងឡាយនោះជាសាវករបស់ព្រះសុគតលោកគួរដល់តខេណាទានអេទេសតិនានិមហបលានិទានដែលបុគ្គលឲ្យហើយដល់តខេណាយបុគ្គលទាំងឡាយនោះជាទានមានផលច្រើនអ៊ីទាំងពិសង្ខេរតនាងបណៃតាំងកែវគឺប្រសង់នេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តេហោតោដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានពេលញោមប្រគេនអីវ៉ាន់តេយទានដល់ប្រសង់ញោមអាចតិគៀកបន្តិចហើយលើកបង្ហើបបន្តិចក៏បានហើយប្រសង់ទទួលទៅនឹងត្រូវតាមវិន័យយើងអ្នកធ្វើទានក៏យើងបានបន់ប្រសង់ឆាន់ចង្ហាន់ហ្នឹងក៏អត់ត្រូវទោសដែរបើញាតិញោមគាត់ណាទុកហើយគាត់ណាប៉ះក៏អត់បានទៀតក្នុងវិន័យហ្នឹងតើរៀងរុញឲ្យកម្រើកបង្ហើបអីបន្តិចទៅប៉ុន្តែពិបាកពេលជុំបិណ្ឌហ្នឹងចង្ហាន់ច្រើនប៉ុន្តែយ៉ាងហោចញាតិញោមដែលបាននៅក្បែរប្រសង់ហ្នឹងក៏គួរលើកបង្ហើបបន្តិចដើម្បីឲ្យមានចលនាឲ្យប្រសង់ទទួលទៅនឹងលោកឆាន់អត់ត្រូវទោសឲ្យយើងបានបន់ហើយយើងបានបន់ហ្នឹងទៅជូនដល់ញាតិរបស់យើងបានបន់ច្រើនឬហួអសរិនហ្នឹងមានមៀតធំហើយមានចិត្តចំណែនមិនសប្បាយចិត្តនឹងប្រចាំដែលមានពន្លឺភ្លឺធ្វើឲ្យមនុស្សស្រឡាញ់ចូលចិត្តទេអញ្ចឹងក៏ទៅហាមាត់ចំផ្លូវដែលប្រចាំត្រូវធ្វើដំណើរហ្នឹងប្រចាំហ្នឹងមានទេវបុត្រមួយអង្គនៅអាស្រ័យថែរក្សាគឺចន្ទមៈទេវបុត្រឬក៏យើងហៅថាចន្ទទេវបុត្រប្រចាំហ្នឹងកិច្ចទៅណាមិនរួចក៏ត្រូវចូលក្នុងមាត់រាហូភ័យតក់ស្លុតពីព្រោះរាហូនឹងលេបក៏នឹកឃើញដល់ព្រះសម្មាសម្ពុទ្ធហើយថ្វាយគុំព្រះពោលគាថារំលឹកគុណពុទ្ធថាបបិទ្ធពុទ្ធអ្នកមានព្យាយាមកិរិយានមស្ការថ្វាយបង្គំរបស់ខ្ញុំចូលមានដល់ព្រះអង្គបានរួចស្រឡះចាកធម៌ទាំងពួងមានខណ្ឌនិងអាយតនៈជាដើមខ្ញុំព្រះអង្គដល់នៅគ្រោះថ្នាក់ដ៏ចង្អៀតហើយសូមព្រះអង្គជាទីពឹងរបស់ខ្ញុំថ្វាយគុំព្រះអង្គអញ្ចឹងព្រះអង្គឮពាក្យរបស់ចន្ទមៈទេវបុត្រហ្នឹងក៏ពោលនឹងរាហូអសរិនថាចន្ទមៈទេវបុត្របានដល់នៅតថាគតជាព្រះអរហន្តជាទីពឹងទីរលឹកហើយមនារាហូអ្នកចូលលែងចន្ទទេវបុត្រទៅព្រះពុទ្ធទាំងឡាយតែងអនុគ្រោះដល់សត្វលោករាហូអសរិនក៏នៅលើពុទ្ធិកាប៉ុណ្ណឹងញ័រទៅត្រឹករត់ទៅរវេបចិត្តអសរិនមេរបស់ខ្លួនព្រឺរួមព្រឺស្បែកហើយវេបចិត្តអសរិនក៏សួរថារាហូមិនក៏ញញ័រម៉េះបញ្ញាបញ្ញាទៅណារាហូអសរិនប្រាប់ថាចន្ទមៈទេវបុត្រពោលគាថារំលឹកគុណព្រះអង្គរំលឹកគុណពុទ្ធហើយបើខ្ញុំមិនលែងចន្ទមៈទេវបុត្រទេក្បាលខ្ញុំនឹងបែកជា7ភាគឬក៏ថាបើខ្ញុំរស់វិញក៏រស់មិនបានសុខដែរចន្ទមៈទេវបុត្រក៏រួចផុតពីគ្រោះភ័យដោយអានុភាពនៃការរំលឹកគុណព្រះសម្មាសម្ពុទ្ធញាតិញោមអាចរំលឹកគុណព្រះសម្មាសម្ពុទ្ធនៅពេលដែលមានភ័យអន្តរាយអីកើតឡើងយកគុណព្រះអង្គមកជាអារម្មណ៍ធ្វើចិត្តយើងឲ្យជ្រះថ្លាក្នុងគុណព្រះអង្គបុណ្យនឹងអាចជួយសម្រាលទុក្ខទោសនឹងបានខ្លះដែរដើម្បីនៅមួយគ្នាបានសុខណាក្នុងគ្រួសារក្នុងសង្គមឬក៏ស្ថាប័នរដ្ឋឯកជនអីក៏ដោយគឺត្រូវរៀនមើលចំណុចល្អរបស់គ្នាទៅវិញទៅមកកុំឲ្យយើងអង្គុយទៅមើលកំហុសខុសឆ្គងចេះចុះនិន្ទាតេះដៀលបន្តបង្អាប់ទៅវាធ្វើឲ្យបាក់ទឹកចិត្តធម្មតាមនុស្សតែមានចំណុចខុសឆ្គងអីខ្លះជាធម្មតាប៉ុន្តែបើយើងនិយាយណែនាំហ្នឹងក៏ដោយទឹកចិត្តល្អចង់ឲ្យគាត់នឹងបានកែប្រែមកវិញមិនមានបំណងជន់ពង្លិចធ
ធ្វើឲ្យគេអាក្រក់ធ្វើឲ្យខ្លួនឯងនឹងគ្រាន់បែនិយាយកែអញ្ចឹងយើងបានបន់វិញបើយើងនិយាយជន់ពន្លិចបង្អាប់បន្ទោសមើងងាយមើលថោកគេអានឹងយើងបានបាបបើយើងចង់ឲ្យកន្លែងនឹងល្អតើយើងចូលរួមបណ្ដោះពូជល្អហ្នឹងក្នុងចិត្តរបស់យើងផងក្នុងចិត្តរបស់មនុស្សជុំវិញខ្លួនយើងផងបើឃើញគេធ្វើល្អហើយយើងកុំកំណាញ់ពាក្យលើកទឹកចិត្តលើកសរសើរផ្ដល់កម្លាំងចិត្តអាសកម្មភាពល្អពូជល្អហ្នឹងដោះច្រើនទៅហើយមិត្តភាពក៏ល្អការងារក៏ទៅមុខដែរប៉ុន្តែយើងទម្លាក់មានះចុះកុំឲ្យខ្លាចគេល្អជាងខ្លួនអញ្ចឹងទៅឯងវាអត់អញ្ចឹងកុំយើងធ្វើជាអ្នកបណ្ដោះពូជល្អអាហ្នឹងយើងបានចម្រើនហើយហើយបើយើងដើរទៅនឹងទៀតតែឌីលគ្នាទេអត់ទៅមុខឯការងារហ្នឹងនឹងរាំងស្ទះឆ្លោះប្រកែកគុំគួនគ្នាម្ខានពេលប្រគិនចង្ហាន់ប្រសងហើយកុំភ្លេចឧទ្ទិសទានហ្នឹងដល់ញាតិរបស់យើងណាបើយើងចេះបល័យបានយើងគួរសូត្រអ៊ីទាំងវោញាតិណាំងហោតុសុខិតាហោនតុញាតិយោរីទាននេះចូលសម្រេចដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះហើយបើយើងមិនចេះភាសាបាលីទេយើងឧទ្ទិសជាភាសាខ្មែរក៏បានដែរថាសូមឧទ្ទិសបុណ្យនេះដល់ញាតិរបស់ខ្ញុំសូមញាតិរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះជាការដឹងគុណចំពោះអ្នកស្លាប់ពីព្រោះយើងយកបាយយកទឹកទៅជូនគាត់ហូបលែងកើតតែអញ្ចឹងយើងមានតែឧទ្ទិសទានដែលយើងបានធ្វើក្នុងថ្ងៃនេះសូមឲ្យញាតិទាំងអស់នោះត្រេកអរបុណ្យត្រេកអរទាននេះហើយសូមឲ្យបានសេចក្តីសុខចុះលទ្ធផលបាក់ឌុបជាប់ធ្លាក់ចេញមកហើយបាននិទេសអីក៏តាមនឹងទៅចាស់ជាប់ក៏ផឹងប្រែងបន្តទៅទៀតហើយកូនក្មួយដែលធ្លាក់កុំតូចចិត្តកុំខ្មាស់គេអីលទ្ធផលបាក់ឌុបប៉ុណ្ណឹងវាមិនទាន់កំណត់ជោគវាសនាជីវិតរបស់យើងឯងនៅវែងឆ្ងាយទៅទៀតណាបើយើងផឹងប្រែងមិនប្រកាសថាយើងធ្លាក់ហ្នឹងយើងអន់យើងអ្នកជាប់ទេប៉ុន្តែវាត្រូវការតស៊ូព្យាយាមបើចង់ហ៊ានបន្តទី12ទៀតទៅបើចង់ចាប់យកជំនាញបច្ចេកទេសទៅព្រោះសង្គមយើងនេះឥឡូវត្រូវការអ្នកជំនាញបច្ចេកទេសច្រើនណាស់អាត្មាលើកទឹកចិត្តកូនក្មួយឲ្យរៀនអីមួយឲ្យច្បាស់លាស់ឲ្យប្រកែឲ្យខ្លាំងកុំឲ្យរៀនយកតែច្រើនសាលា2សាលា3សួររៀនចេះអីអត់ចេះហ្នឹងអត់ប្រកែទេមនុស្សនឹងជោគជ័យមិនជោគជ័យតែមនុស្សនឹងមានជំនាញច្បាស់លាស់ពិតប្រាកដក្នុងជីវិតដែរអត់ទេកុំគាត់រៀនដើម្បីអួតគេថារៀនសាលាច្រើនអានឹងអត់ប្រកែទេកូនក្មួយរៀនចប់ទី12បើត្រូវចេញទៅធ្វើការឲ្យគេអាត្មាជូនយោបល់ថាត្រូវរៀនជំនាញបច្ចេកទេសសិនមុននឹងចេញទៅធ្វើការឲ្យគេពីព្រោះអ្នកដែលមានជំនាញបច្ចេកទេសហ្នឹងបានប្រាក់ចំណូលខ្ពស់ជាងប្រើកម្លាំងពលកម្មសុទ្ធហើយសាលាបច្ចេកទេសរដ្ឋយើងផ្ដល់អាហារូបករណ៍ហើយផ្ដល់ប្រាក់ខែទៀតផងឲ្យតើបងប្អូនប៉ឹងប្រែងហើយរៀនចប់មានជំនាញច្បាស់លាស់អត់ខ្វះការងារធ្វើទេវត្តអារាមតូចធំតាមជាក់ស្ដែងប៉ុន្តែសំខាន់ថាតើមានស្ដាប់ធ្នាប់អនាម័យទុកដាក់របស់របរសម្រាប់សម្មួយនឹងសមរម្យស្អាតបាតអត់មានសួនមានដើមឈើមានទីធ្លាមានទីសក្ការៈបូជាសមរម្យមិនចង្អៀតចង្អល់ចងេងចងាងអានឹងញាតិញោមចូលទៅកើតចិត្តជ្រះថ្លាគាត់មានសទ្ធាជួយឧបត្ថម្ភគ្រប់គ្រងវត្តអារាមនឹងមកប៉ុន្តែបើយើងអត់បានរៀបចំត្រឹមត្រូវញាតិញោមចូលទៅអត់មានសទ្ធាអត់កើតបុណ្យណាដល់អញ្ចឹងអត់ងាយគាត់ជួយទេអញ្ចឹងតើយើងទាំងអស់គ្នាចូលរួមទាំងប្រសង់ទាំងចាគណៈកម្មការពុទ្ធបរិស័ទទៅចូលរួមធ្វើម៉េចឲ្យកន្លែងវត្តអារាមនឹងស្អាតបាតសមជាកន្លែងតម្កល់នៅព្រះរតនត្រ័យវត្ថុដ៏មានតម្លៃ3គឺពុទ្ធពធប្រសង់ជារបស់មានតម្លៃដូចជាក្របពេជ្រចឹងកន្លែងតម្កល់ក្របពេជ្រហ្នឹងវាត្រូវតែស្អាតដែលយើងហៅថាអារាមប្រែមកវិញថាសួនទៅចូលរួមទាំងអស់គ្នាពេលចំណុចមួយដែរកុំចាក់សាបច្រើនពេកកុំចាក់បេតុងពេញវត្តពេកវានាំឲ្យក្តៅហើយខូចសោភ័ណភាពវត្តគួរសិក្សាទុកធ្វើជាសួនដាំដើមឈើដើម្បីបានជាប្រយោជន៍បូជាបរតនត្រ័យផងពុទ្ធបរិស័ទមកក៏គាត់បានស្ងប់ចិត្តផងតើមានវិញ្ញាណនៅវិលវល់មិនទាន់ទៅកើតដោយសារគាត់មានកម្មអីអញ្ចឹងឬក៏យ៉ាងណានៅពេលមនុស្សយើងស្លាប់ទៅត្រូវបដិសន្ធិភ្លាមនឹងហ្មងទៅជាមនុស្សទៅជាទេវតាឬក៏ប្រែតនរកអីចឹងទៅមិននៅរងចាំ7ថ្ងៃ100ថ្ងៃអីទេគឺបដិសន្ធិភ្លាមនៅក្នុងអភិធម្មថាចុតិបដិសន្ធិប៉ុន្តែអ្នកខ្លះស្លាប់ទៅវាអត់បានត្រៀមខ្លួនអត់បានធ្វើបុណ្យអីទុកទៅកើតជាប្រែតទៅកើតជាអសុរកាយនៅកន្លែងហ្នឹងហើយចឹងគាត់ស្រេកគាត់ឃ្លានគាត់ពិបាកដែលយើងឃើញថា
ខ្មោចលងបង្ហាញរូបបង្ហាញរាងហើយឮសំឡេងធំក្លិនអីចឹងអាហ្នឹងគាត់ទៅកើតកន្លែងហ្នឹងដោយសារគាត់ខ្វះបុណ្យហើយគាត់មកបង្ហាញខ្លួនយើងដែលយើងហៅថាខ្មោចលងហ្នឹងពេលខ្លះគាត់មកសុំជំនួយពីយើងឯងពីព្រោះគាត់ទើបនឹងទៅកើតក្នុងកំណើតថ្មីហ្នឹងគាត់ភ័យគាត់ខ្លាចគាត់អត់គាត់ឃ្លានអញ្ចឹងក្នុងនាមយើងជាញាតិឬក៏មិនមែនជាញាតិក៏ដោយយើងធ្វើទានជាមួយអ្នកមានសិលហើយឧទ្ទិសកុសលជូនគាត់ទៅអញ្ចឹងមិនមានវិញ្ញាណអីនៅវល់ទេតាមពិតទៅគាត់បានទៅកើតក្នុងកំណើតនឹងរួចហើយប៉ុន្តែកំណើតដែលខ្វះបុណ្យអីចឹងទៅពេលសវណ្ណសាមត្រូវព្រួញពឹសឪពុកម្ដាយដែលពិការភ្នែករួមជាមួយនឹងទេពធីតាថែរក្សាភ្នំឈ្មោះសុន្ទរីដែលត្រូវជាម្ដាយដើមរបស់ព្រះពោធិសត្វកាលពី7ជាតិមុននឹងធ្វើសច្ចកិរិយាការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតរឿងនឹងវាពិតអញ្ចឹងមែនដោយអានុភាពនៃពាក្យពិតនឹងសូមឲ្យបានរួចផុតពីគ្រោះភ័យបើនៅក្នុងបារមីលោកចាត់ចូលនៅក្នុងសច្ចបារមីម្ដាយរបស់សវណ្ណសាមនឹងអោបនៅលើទ្រូងសវណ្ណសាមទៅក្តៅដឹងថាកូនមិនទាន់អស់ជីវិតទេក៏លើកដៃប្រណម្យឡើងពោលនៅសច្ចកិរិយាថាសាមកូនខ្ញុំជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងសាបលាភទៅសាមកូនខ្ញុំជាអ្នករក្សាពាក្យសច្ចៈដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមសាបលាភទៅសាមកូនខ្ញុំជាអ្នកចិញ្ចឹមមេដានិងបិតាដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមសាបលាភទៅសាមកូនខ្ញុំជាអ្នកចេះគោរពរៀមច្បងក្នុងតកូលដោយពាក្យសច្ចៈនេះសូមឲ្យពឹសសាបលាភទៅសាមជាទីស្រឡាញ់របស់ខ្ញុំជាងជីវិតរបស់ខ្ញុំទៅទៀតដោយពាក្យសច្ចៈនេះសូមឲ្យពឹសសាបលាភទៅបុណ្យឯណានីមួយដែលម៉ែបានធ្វើឲ្យផងឪពុកឯងបានធ្វើឲ្យផងដោយអានុភាពនៃបុណ្យនោះសូមឲ្យពឹសក្នុងខ្លួនរបស់សាបលាភទៅគ្រាន់តែម្ដាយធ្វើសច្ចកិរិយាចប់សវណ្ណសាមនឹងក៏ប្រែខ្លួនមកមួយចំហៀងបន្ទាប់មកបានឪពុកនឹងធ្វើសច្ចកិរិយាដូចម្ដាយបានធ្វើដែរតាំងពីកូនសាមជាអ្នកប្រព្រឹត្តធម៌កូនសាមជាអ្នករក្សាពាក្យសច្ចៈកូនសាមជាអ្នកចិញ្ចឹមមេដាបិតាកូនសាមជាអ្នកគោរពរៀមច្បងកូនសាមជាទីស្រឡាញ់ពេញចិត្តរបស់ឪជាងជីវិតរបស់ខ្លួនទៀតដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងបានសាបលាភទៅបុណ្យណានីមួយដែលឪបានធ្វើឲ្យផងដែលម្ដាយឯងបានធ្វើឲ្យផងដោយអានុភាពនៃបុណ្យនោះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងសាបលាភទៅបន្ទាប់ពីឪពុកធ្វើសច្ចកិរិយាក៏ប្រែខ្លួនមកម្ខាងទៀតបន្ទាប់មកបានទេវតាដែលត្រូវជាម្ដាយដើមកាលពី7ជាតិមុនឈ្មោះនាងសុន្ទរីនៅក្នុងភ្នំគុណធមាតហ្នឹងក៏លើកដៃប្រណម្យប្រកាសសច្ចកិរិយាថាខ្ញុំនៅអាស្រ័យនឹងភ្នំគុណធមាតនេះអស់កាលយូរមកហើយឥតមានអ្នកណាជាទីស្រឡាញ់ជាទីពេញចិត្តវិសេសជាងសាមទេដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនរបស់សាមនឹងសាបលាភទៅនៅភ្នំគុណធមាតសពព្រៃព្រឹក្សាទាំងឡាយសុទ្ធសឹងតែមានក្លិនក្អូបដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសាមសាបលាភទៅបន្ទាប់ពីសុន្ទរីទេពធីតាជាម្ដាយដើមរបស់ព្រះពោធិសត្វធ្វើសច្ចកិរិយាចប់សវណ្ណសាមក៏ដឹងខ្លួនមកវិញដោយអានុភាពនៃបុណ្យរបស់សវណ្ណសាមនឹងបានធ្វើឲ្យមានពិតមែនហើយពាក្យដែលឪពុកម្ដាយនិងទេវតាបានប្រកាសនឹងជាពាក្យពិតមែនអានុភាពនៃបុណ្យផងអានុភាពនៃពាក្យពិតនឹងផងធ្វើឲ្យសវណ្ណសាមរស់រានមានជីវិតផុតពីគ្រោះថ្នាក់ពេលមួយនោះអង្គលីមាសលោកដើរទៅបិណ្ឌបាតជួបស្ត្រីម្នាក់ដែលពោពោះចិត្តនឹងប្រសូតហើយប៉ិនប្រសូតមិនរួចស្រែកទៅហួយយំលោកមានចិត្តអាណិតចំពោះនាងហ្នឹងក៏ទៅថ្វាយបង្គំសុំព្រះអង្គតើខ្ញុំកណាជួយនាងនឹងយ៉ាងម៉េចទៅព្រះអង្គក៏ពង្រៀនសច្ចកិរិយាដល់អង្គលីមាសថាអង្គលីមាសអ្នកត្រឡប់ទៅវិញទៅកន្លែងនាងនឹងហើយត្រូវធ្វើសច្ចកិរិយាថាតាំងពីអាត្មាកើតមកអាត្មាមិនដែល
សម្រាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យនាងបានសុខសុវត្ថិភាពសូមឲ្យកូនរបស់នាងមានសុខសុវត្ថិភាពបានអង្គលីមានលោកតវ៉ាព្រះអង្គថាព្រះអង្គកណានិយាយចឹងក៏ហក់ហើយព្រោះកណាសម្រាប់មនុស្សច្រើនណាស់បានព្រះអង្គបញ្ជាក់ឲ្យអង្គលីមាននឹងរៀនសាថ្មីគាថានឹងព្រះអង្គសម្ដែងថាយៈតោហੰភគនិអរិយាយៈជាតយាជាតោនាពិជានាមិសញ្ចច្ចៈបាណੰជីវិតាវរោបេតាតេនសច្ចេនសោធិតេហោតុសោធិកៈភាសៈប្រែមកវិញថាណែនាងតាំងពីអាត្មាកើតនៅក្នុងអរិយជាតិបានមកបួសនេះណាអាត្មាមិនដែលខ្លែងផ្ដាច់ផ្ដិលជីវិតសត្វឡើយដោយពាក្យសច្ចៈនេះសូមសិរីសួស្តីកើតមានដល់នាងសូមសិរីសួស្តីកើតមានដល់គោព្រះអង្គលីមៀលមុនទៅឲ្យសូត្រគាថាធ្វើសច្ចកិរិយានៅចំពោះមុខនាងនឹងក៏ប្រសូតបុត្រដោយសុខសុវត្ថិភាពទៅអញ្ចឹងកន្លែងហ្នឹងខ្លាយជាកន្លែងនៅក្រោយមកមនុស្សម្នាពិបាកបបិនអីប្រសូតបុត្រសំបីតសัตว์ក៏ទៅយកទៅដាក់កន្លែងហ្នឹងដែររហូតដល់ខាងក្រោយមកពេលភរិយាត្រូវប្រសូតបុត្រអីស្វាមីសូត្រគាថារបស់ព្រះអង្គលីមៀលថែនឹងដែរប៉ុន្តែនេះជាប្រកាសពាក្យសច្ចៈតាំងពីលោកមកបួសមិនមែនតាំងពីលោកកើតមកពីដំបូងមកទេតាំងពីលោកកើតនៅក្នុងអរិយជាតិបានន័យថាបានមកបួសហ្នឹងលោកមិនដែលធ្វើបាណាតិបាតសម្រាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យនាងហ្នឹងមានសុវត្ថិភាពសូមឲ្យកូនហ្នឹងក៏មានសុវត្ថិភាពដែរអានុភាពនៃការពោលពាក្យពិតហ្នឹងបាននាងប្រសូតបុត្រមកដោយសុខសុវត្ថិភាពក្នុងវិដកដេកចិត្ត7និយាយពីប្រវត្តិរបស់ព្រះអង្គកើតជាសត្វគ្រួចវត្តកជាតិដកព្រះអង្គទឹមញាស់ស្រាប់តែភ្លើងឆេះព្រៃមកពុំដាយរបស់ព្រះអង្គហើចោលព្រះអង្គអស់ទៅអញ្ចឹងអត់មានអីជាទីពឹងក៏នឹកឃើញថាអាត្មាអញត្រូវធ្វើអីមួយដើម្បីជួយសង្គ្រោះដល់សត្វដែលនៅក្នុងព្រៃហ្នឹងហើយអាត្មាអញក៏រស់ជីវិតដែរបាននឹករលឹកដល់គុណព្រះសម្មាសម្ពុទ្ធនឹកដល់គុណគឺសច្ចធម៌នឹកដល់គុណពធហើយក៏បានធ្វើនៅសច្ចកិរិយាលោកពោលថាសន្តិបក្ខាអបតនាសន្តិបាទាអវញ្ញនីមេត្តាបេតាចនិកខន្តាជាតវេទៈបដិកម្មៈប្រែមកវិញថាស្លាបទាំងឡាយរបស់ខ្ញុំមានតែហើរមិនរួចជើងទាំងឡាយរបស់ខ្ញុំមានតែដើរមិនបានមេដាបិតារបស់ខ្ញុំបានចាក់ចេញពីខ្ញុំទៅហើយមនាលភ្លើងព្រៃអ្នកចូលជិះចេញទៅដោយអានុភាពនៃសច្ចកិរិយានឹងភ្លើងដ៏សន្ធោសន្ធៅនឹងគេចចេញពីកន្លែងនៃព្រះអង្គនៅនឹងអាការធ្វើនៅសច្ចកិរិយានឹងជាសច្ចបារមីរបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែយើងគួរកត់សម្គាល់ថាការធ្វើសច្ចកិរិយានេះជាទូទៅតែងនឹករលឹកដល់គុណព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយបានពោលនៅពាក្យសច្ចៈប្រកាសនៅការពិតថារឿងនឹងវាអញ្ចឹងមែនដោយសច្ចវិជ្ជានេះសូមឲ្យសិរីសួស្តីកើតមានឲ្យបានរួចផុតពីទុក្ខទោសភ័យអន្តរាយឲ្យភ្លើងនឹងរលត់ទៅក្នុងករណីរឿងវត្តកជាតិដកហ្នឹងប៉ុន្តែតើរឿងហ្នឹងជាការពិតពាក្យហ្នឹងជាពាក្យពិតមែនទើបមានអានុភាពបើពាក្យប្រឡេមប្រឡំបាតដៃក្នុងដៃអត់មានអានុភាពទេរួមផ្សំជាមួយយើងបានធ្វើបុណ្យមកផងអានុភាពនៃបុណ្យផងអានុភាពនៃសច្ចកិរិយាការប្រកាសនៅពាក្យពិតហ្នឹងផងអាចជួយឲ្យយើងបានរួចផុតពីគ្រោះភ័យបានយើងម្នាក់មានសំណាងហើយបានមកកើតជាមនុស្សយើងមើលអ្នកខ្វះបុណ្យទៅកើតជាសត្វដេរឆានរាប់លានរាប់កោតអត់មានឱកាសអាចមកពេញបុណ្យកុសលរៀនសូត្រចេះដឹងមានចំណេះមានជំនាញមានបញ្ញាស្មារតីបានទេប៉ុន្តែយើងអាចផ្លាត់ស្មារតីទៅធ្វើអំពើអាក្រក់ហើយវិលទៅកើតក្នុងកំណើតមិនល្អនឹងវិញហើយរងទុក្ខវិលវល់វែងឆ្ងាយដូច្នេះហើយតនយើងនៅមានអាយុមានបញ្ញាស្មារតីអាចធ្វើបុណ្យបានគួរធ្វើបុណ្យនេះហើយ
มันគួរចំណាយពេលធ្វើអំពើអាក្រក់បៀតបៀនមានកម្មមានពៀជាមួយអ្នកដទៃឯងពីព្រោះវានឹងនាំមកនៅសេចក្តីទុក្ខមកខ្លួនយើងវិញចុងក្រោយយើងទាំងអស់គ្នាត្រូវត្រឡប់ទៅវិញហើយយើងអត់អាចយកអីទៅបានតិចតួចទេមានតែកម្មដែលយើងបានធ្វើកម្មល្អកម្មមិនល្អហ្នឹងទៅតាមយើងត្រូវព្យាយាមសាងបុណ្យឲ្យបានច្រើនដើម្បីបានជាស្បៀងជាទីពឹងរបស់យើងក្នុងដំណើរសង្សាររស់ដ៏វែងឆ្ងាយនេះបើខ្វះបុណ្យកុំសត់ដែរបើមានបុណ្យមានកុសលច្រើនយើងមិនសូវមានទុក្ខហើយយើងមានឧបនិស្ស័យនឹងបានរួចផុតពីទុក្ខផងបានត្រាស់ដឹងនៅព្រះនិព្វានក្នុងពុទ្ធសាសនាមាននិយាយពីរឿងយមរាជលែងប្រែតមកក្នុងរយៈពេល15ថ្ងៃភ្ជុំបិណ្ឌនឹងមែនឬក៏អត់มันមានសម្ដែងទេការធ្វើបុណ្យឧទ្ទិសជូនដល់បុព្វការីជននឹងយើងធ្វើពេលណាក៏បានរយៈពេលភ្ជុំបិណ្ឌ15ថ្ងៃនេះជាការបង្កើតឡើងរបស់ពុព្វបុរសខ្មែរយើងដើម្បីឲ្យយើងទាំងអស់គ្នាចេះនឹករលឹកដល់បុព្វការីជនជាដូនជាតាដែលបានស្លាប់ទៅដោយការធ្វើបុណ្យឧទ្ទិសជូនចាំបាច់ត្រូវទៅយកចង្ហាន់ទៅបាន7វត្តបានត្រឹមត្រូវឬក៏យ៉ាងម៉េចការឧទ្ទិសទានដល់ញាតិហ្នឹងមិនចាំបាច់តល់ទៅ7វត្តទេមួយវត្តក៏បានមួយអង្គក៏បានប៉ុន្តែបើមានឱកាសពេលវេលាដើរបានច្រើនវត្តក៏ល្អដែរយើងបានបុណ្យហើយយើងបានបុណ្យហ្នឹងឧទ្ទិសជូនដល់ញាតិយើងក៏បានច្រើនដែរតើប្រគេនឲ្យបានអុជធូបឬក៏អុជធូបឲ្យបានប្រគេនអុជធូបមុនក្រោយមិនជាបញ្ហាទេបើអុជធូបក្អូបទៅក៏ល្អបើមិនជាគ្រាន់តែអុជធូបផ្សែងទេអាត្មាថាមិនចាំបាច់ក៏បានដែរហើយយើងឧទ្ទិសទានអានឹងបានចាំបាច់ថាតលប្រគេនហើយបានយើងឧទ្ទិសទាននឹងដល់ជាដូនជាតាបុព្វការីជនរបស់យើងធ្វើបុណ្យហើយបានឧទ្ទិសបុណ្យនឹងទៅបើមិនបានអុជធូបគ្រាន់តែបូជាផ្កាបានឬក៏អត់យើងបូជាទៅផ្កាក៏បានដែរប៉ុន្តែបើមានធូបក្អូបយើងបូជាទៅប៉ុន្តែកុំបូជាច្រើនពេកបូជាមួយស័យអីចឹងបានដែរបើច្រើនពេកទៅវាពុលហើយពេលខ្លះទៅធូបខ្លះអុជចេញតែផ្សែងអានឹងមិនគួរទេពីព្រោះការអុជធូបនេះមានទិសដៅមួយគឺបូជាប៉ុន្តែបូជាតរបស់ហ្នឹងវាក៏អូបវាល្អប៉ុន្តែបើគាត់ថាអុជទៅចេញផ្សែងពុលមិនបាច់ក៏បានដែរបងប្រគេនប្រសង់មិនទៅបានត្រឹមត្រូវតាមវិន័យញោមអ្នកប្រគេនគួរចូលទៅគៀកបន្តិចហើយបើលើករបស់នឹងបានក៏លើកហើយបើលើកមិនរួចទេគ្រាន់តែរុញកាល់ទៅធ្វើម៉េចឲ្យកម្រើកហើយប្រសង់ទទួលអានឹងបានលោកឆាន់បានជាពិសេសចង្ហាន់នឹងហ្មងបើញោមគ្រាន់តែដាក់នៅលើតុនឹងហើយអត់បានរុញឲ្យកម្រើកតិចលោកអត់ទាន់ទទួលទេនឹងលោកឆាន់អត់បានអញ្ចឹងញោមចាំបាច់ត្រូវរុញឲ្យកម្រើកឬក៏លើកបន្តិចហើយញាតិញោមទៅគៀកផងហ្នឹងត្រូវតាមវិន័យលោកឆាន់ទៅអត់មានអាបត្តិអត់មានទោសទេបាទតើយើងគួរឧទ្ទិសទានបែបណាបន្ទាប់ពីប្រគេនចង្ហាន់ហើយយើងផ្គងចិត្តថាសូមឧទ្ទិសទាននេះជូនដល់ជីដូនជីតាបុព្វការីជនបើយើងចេះបល័យបានក៏យើងសូត្រទៅអ៊ីទាំងវោញាតិណាងហោតុសុខិតាហោនតុញាតិហោរីទាននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះបើយើងមិនចេះបល័យទេយើងតាំងចិត្តជាភាសាខ្មែរក៏បានដែរសូមទាននេះសូមបាយសូមទឹកនេះសម្រាប់ដល់ជីដូនជីតាញាតិការបស់ខ្ញុំសូមញាតិការបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះឬក៏យើងជាទូទៅតែងសូត្រសូមជូនមគ្គផលអញ្ចឹងទៅក៏បានសូមឲ្យញាតិនឹងបានទទួលត្រេកអរដឹងឮថាយើងបានឧទ្ទិសទាននេះទៅឲ្យសូមឲ្យលោកទទួលបានបាយទឹកនំចំណីសម្ពុតខោអាវដែលយើងបានឧទ្ទិសជូនទៅមិនកុំភ្លេចរឿងឧទ្ទិសនឹងបើយើងមិនបានឧទ្ទិសគាត់អត់អាចទទួលបានទេតើប្រកាសថាញាតិដែលស្លាប់ទៅនឹងបានទទួលទានដែលយើងឧទ្ទិសនឹងដែរឬក៏អត់ទេមិនប្រកាសថាទទួលបានទាំងអស់ទេញាតិខ្លះទទួលបានញាតិខ្លះទទួលមិនបានជីដូនជីតាដែលបានធ្វើបុណ្យច្រើនគាត់ទៅទេវតាទៅមនុស្សពោះហើយគាត់មានអាហារបរិភោគរបស់គាត់ហើយអញ្ចឹងឧទ្ទិសអត់អាចចេញជាបាយជាទឹកបានទេឧទ្ទិសទៅចេញជាបាយជាទឹកជាសម្លៀកបំពាក់បានដល់តែញាតិមួយប្រភេទដែលគាត់ខ្វះបុណ្យទៅកើតជាប្រែតឈ្មោះប្រតតោបជីវិកៈប្រែតដែលរស់នៅអាស្រ័យការឧទ្ទិសបុណ្យពីញាតិនៅក្នុងโลกនេះប្រែតមួយប្រភេទហ្នឹងទទួលផលពីការឧទ្ទិសនឹងបានចុះបើញាតិរបស់ខ្ញុំអត់បានទៅកើតជាប្រែតផងបុណ្យនឹងទៅណាទៅអញ្ចឹង
ប៉ុនហ្នឹងបានមកយើងអ្នកធ្វើវិញយើងបានថ្វាយទៀនចំពោះព្រះសង្ឃអ្នកមានសិលយើងដាំពូជមួយរស់ស៊ីធូកើតជាតិណាមានទ្រព្យសម្បត្តិច្រើនប្រកបមុខរបរអីក៏ងាយនឹងចំណេញដែរតើយើងឧទ្ទិសហ្នឹងឧទ្ទិសអីគេដល់ញាតិដែលស្លាប់ទៅហ្នឹងការឧទ្ទិសហ្នឹងគឺឧទ្ទិសបាយទឹកនំចំណីសម្លៀកបំពាក់ហ្នឹងហ្មងអ៊ីទាំងណូញាតិណាងហៅតុឬអ៊ីទាំងវួញាតិណាងហៅតុហ្នឹងរីសម្ពុតខោអាវបាយទឹកនំចំណីនេះចូលសម្រេចដល់ញាតិរបស់ខ្ញុំសូមញាតិរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះអាហ្នឹងយើងឧទ្ទិសបាយទឹកនំចំណីប៉ុន្តែបើយើងចែកបុណ្យអាហ្នឹងយើងអាចចែកបុណ្យទូលំទូលាយបានខ្ញុំសូមចែកបុណ្យឧទ្ទិសបុណ្យនេះជូនដល់ញាតិមិត្តបងប្អូនជីដូនជីតាទេវតាអមនុស្សអីទាំងអស់ឲ្យទទួលបុណ្យពីខ្ញុំអាហ្នឹងគេអាចទទួលត្រេកអរបុណ្យពីយើងញាតិដែលស្លាប់ទៅនឹងអាចបង្ហាញខ្លួនឲ្យយើងឃើញដែរឬក៏អត់ទេញាតិខ្លះគាត់បង្ហាញដែរគាត់នៅមានសេចក្តីអាឡោះអាល័យដូចនៅក្នុងធម្មបទអីមត្តកុណលីទេវបុត្រហ្នឹងចុះមកបង្ហាញខ្លួនឲ្យឪពុកបានដឹងប៉ុន្តែញាតិខ្លះទៅកើតជាប្រែតក៏អាចបង្ហាញខ្លួនដែរសុំជំនួយពីយើងគាត់ស្រេកឃ្លានអត់បាយអត់ទឹកអត់សម្ពុតខោអាវអីចឹងណាហើយអ្នកខ្លះទៅស្លាប់នៅតាមផ្លូវហើយខ្មែរយើងជួយចិត្តហៅខ្មោចលងអីហ្នឹងក៏គាត់អាចនឹងមកសុំឲ្យយើងជួយធ្វើបុណ្យឧទ្ទិសជូនគាត់ប៉ុន្តែយើងជួនកាលអត់ដឹងយើងខ្លាចយើងភ័យយើងថាខ្មោចនឹងកាចអីចឹងទៅពេលខ្លះគ្នាភ័យខ្លាចនៅក្នុងជាតិកំណើតថ្មីហ្នឹងឬក៏គាត់ស្រេកឃ្លានអត់មានបាយទឹកនំចំណីគាត់ស្លាប់ភ្លាមអត់មានធ្វើបុណ្យទុកចឹងណាចឹងយើងជាញាតិឬក៏មិនមែនជាញាតិក៏ដោយយើងអាចធ្វើទានចំពោះព្រះសង្ឃអ្នកមានសិលឲ្យឧទ្ទិសកុសលជូនគាត់ទៅគាត់ត្រេកអរគាត់អាចរួចផុតពីកំណើតនឹងបានបើញោមមានសទ្ធាជួយចិត្តចែកទានឲ្យរួមផ្សំជាមួយនឹងញោមមានសិលមិនចេះបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយចរិយាមារយាទល្អធម្មទៅកាយវាចាសមរម្យណាបុណ្យងាយឲ្យផលប្រាថ្នាងាយនឹងបានសម្រេចឧបមាដូចថាក្របពូជនឹងល្អហើយដីនឹងមានជីជាតិមានទឹកគ្រប់គ្រាន់ប្រាថ្នានឹងលឿនមកប៉ុន្តែបើយើងធ្វើទានដែរប៉ុន្តែកាយវាចាយើងច្រឡះបើច្រឡំខាមដើរនិយាយស្ដីអេចអូចាក់ចុចចរិតរឹកពីអត់ថ្លៃថ្នូរប្រាថ្នាមិនងាយបានសម្រេចទេអញ្ចឹងបើញាតិញោមចង់ឲ្យសេចក្តីប្រាថ្នាបានសម្រេចដោយបំណងត្រូវធ្វើទានផងត្រូវរក្សាសិលផងនៅក្បែរវត្តចេតពុននឹងមានសិទ្ធិម្នាក់ឈ្មោះតោតេយព្រាមមានទ្រព្យច្រើនណាស់ប៉ុន្តែស្អប់ព្រះស្អប់ប្រសងអត់ធ្វើទានអាសាសិលអីទេដល់ពេលគាត់ចាស់ស្លាប់ទៅចិត្តគាត់រវើរវាយជាប់ជំពាក់នឹងទ្រព្យសម្បត្តិនឹងកូននឹងចៅមិនទៅកើតណាមកកើតជាសំណក់នៅក្នុងផ្ទះរបស់ខ្លួនឯងហ្នឹងកូនគាត់ឈ្មោះសុភមានុបដោយទឹកចិត្តស្រឡាញ់កាលពីនៅរស់ជាឪពុកហ្នឹងមកកើតជាកូនឆ្កែហ្នឹងតាមស្រឡាញ់ស្និទ្ធស្នាលជាមួយកូនប្រុសនឹងខ្លាំងណាស់ពេលសំណក់នឹងធំឡើងព្រះអង្គជ្រាបនិស្ស័យរបស់កូនប្រុសសុភមានុបនឹងក៏និមន្តមកបិណ្ឌបាតអត់ជួបកូនប្រុសទេឆ្កែចេញមកព្រុសព្រះយកបណ្ដោយព្រះអង្គសម្ដែងថាព្រាហ្មណ៍ស្អប់តថាគតតាំងពីនៅជាមនុស្សឥឡូវមកកើតជាសំណក់ឯនៅស្អប់តថាគតទៀតសុភមានុបនឹងដឹងខឹងព្រះអង្គខឹងថាមើងងាយឪពុកខ្លួនឯងព្រោះឪពុកខ្លួនឯងតាមសាសនាគេនឹងទៅកើតជាព្រំបាត់ហើយមិននៅជាសំណក់ចឹងទេបានព្រះអង្គឲ្យសុភមានុបនឹងសាកល្បងថាតើសំណក់នឹងជាឪពុករបស់ខ្លួនមែនអត់ឲ្យងូចទឹកឲ្យស៊ីបាយឲ្យដេកហើយទៅសួរថាលោកឪពុកមានកំណប់ដែលលោកឪពុកអត់ទាន់ប្រាប់កូនទេបានសំណក់ហ្នឹងទៅកកាយកលែងកប់កំណប់មានស្បែកជើងមាសមានថាសមាសមានថាសប្រាក់អីជាដើមហ្នឹងណាដល់ទៅគាស់ទៅរកឃើញមែនតែអញ្ចឹងសុភមានុបហ្នឹងចាប់ផ្ដើមមានសេចក្តីជ្រះថ្លាធ្វើទានរក្សាសិលជាមួយព្រះសម្មាសម្ពុទ្ធចាប់ពីពេលហ្នឹងមកអញ្ចឹងបានថាទ្រព្យសម្បត្តិហ្នឹងយើងប្រើប្រាស់បានក្នុងបច្ចុប្បន្នជាតិហ្នឹងឯងបើយើងអត់បានទៅធ្វើទានដើម្បីបានជាទីពឹងនេះទ្រព្យហ្នឹងកូនគេយកអស់ហើយអញ្ចឹងរំលែកទ្រព្យធនរបស់យើងខ្លះធ្វើជាទានថ្វាយដល់ព្រះសង្ឃជួយដល់អ្នកដែលត្រូវការប្រយោជន៍សាធារណៈស្ពានថ្នល់សាលារៀនអីចឹងទៅបុណ្យនឹងបានមកយើងហើយបុណ្យនឹងជួយយើងឲ្យបានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងផងទៅក្នុងអនាគតជាតិផងបើមិនចឹងទេគេយកអស់យើងអត់បានប្រយោជន៍ពីទ្រព្យនឹងពេលដែលយើងស្លាប់ទៅ
ពេលមួយនោះអាណាតបិនកសិដ្ឋីគាត់រកស៊ីខាតគេខ្ចីលុយម្សងទ្រព្យសម្បត្តិកប់ហ្នឹងក៏ទឹកគួចទៅគាត់ធ្លាក់ខ្លួនក្រឃើញសិទ្ធិធ្លាក់ខ្លួនទេវតានៅផ្ទះគាត់ហ្នឹងចេញមកបដៅសិទ្ធិតែឃើញលោកសិទ្ធិធ្វើបន់ច្រើនពេកជាមួយនឹងពុទ្ធនិងភិក្ខុសង្ឃបានធ្លាក់ខ្លួនក្រកុំធ្វើបន់ច្រើនពេកលោកសិទ្ធិជាអរិយបុគ្គលលោកច្បាស់ក្នុងកិច្ចការងារបន់កុសលច្អល់មុខទេវតាចេញពីផ្ទះខ្ញុំមកឆាប់ទេវតាអន្តពាលម្ចាស់ផ្ទះគេដេញអត់មានអីនៅទៅពឹងទេវតាណានៃមកសុំទោសគេអត់ហ៊ានតែសម្ដីនឹងឆ្លោះពេកបានទេវតានឹងទៅពឹងប្អិនប្រាប់ថាបើចង់សុំទោសសិទ្ធិនឹងត្រូវធ្វើម៉េចទៅគម្រាមអាអ្នកខ្ចីម្សងធ្វើម៉េចសងវិញទ្រព្យសម្បត្តិដែលលិចទឹកទៅនឹងត្រូវប្រមូលយកមកវិញហើយទ្រព្យសម្បត្តិណាដែលមិនមានម្ចាស់ទៅប្រមូលយកមកដាក់ឃ្លាំងសិទ្ធិវិញបានទៅប្រមូលពីអ្នកខ្ចីម្សងនឹង18កោដកហបណៈទឹកគួចទៅនឹង18កោដទ្រព្យសម្បត្តិអត់មានម្ចាស់ហ្នឹង18កោដសរុបទៅ54កោដស្មើនឹងតម្លៃដែលគាត់កសាងវត្តចេតពុនណាគាត់ទិញដីអស់18កោដគាត់កសាងអគារអស់18កោដគាត់ធ្វើបុណ្យឆ្លង9ខែអស់18កោដសរុបប្រាក់ដែលគាត់ធ្វើទានហ្នឹង54កោដកហបណៈទ្រព្យសម្បត្តិដែលបានពីទេវតាជួយនឹងវិញ54កោដកហបណៈវិញក្នុងជាតិមួយនោះព្រះពោធិសត្វកើតជាស្ដេចត្រីធំមួយនៅក្នុងស្រះទឹកគាត់ជួនជារដូវប្រាំងអត់មានភ្លៀងធ្លាក់គោសត្វក្អែកសត្វកុកសត្វកសានោះវាមកស៊ីត្រីនឹងងាប់ឲ្យរង្គាលព្រះពោធិសត្វមានទឹកចិត្តករណាអាណិតដល់ញាតិទាំងអស់របស់ព្រះអង្គនៅក្នុងស្រះទឹកហ្នឹងព្រះអង្គពិចារណាថាតើធ្វើម៉េចអាចជួយញាតិរបស់ព្រះអង្គបានព្រះអង្គជាសត្វត្រីដូចគ្នាមិនអាចនឹងទៅដឹកជញ្ជូនញាតិមិត្តអីណាបានអញ្ចឹងក៏ព្រះអង្គពិចារណាថាមានតែអញប្រកាសនៅសច្ចកិរិយាការប្រកាសនៅពាក្យពិតដោយអានុភាពនៃការប្រកាសនៅពាក្យពិតនេះនឹងអាចជួយរំដោះញាតិមិត្តរបស់ព្រះអង្គបានក៏ព្រះអង្គពោលថាតាំងពីថាគតដឹងខ្លួនដឹងក្តីពីពេលណាមកថាគតមិនដែលបៀតបៀនសត្វណាមួយឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចោះម្នាលមេឃអ្នកចូលបង្អុរភ្លៀងមកចូលញ៉ាំងកំណប់ទ្រព្យរបស់សត្វក្អែកឲ្យវិនិច្ឆ័យទៅចូលញ៉ាំងសត្វក្អែកឲ្យសោកចូលញ៉ាំងពពួកត្រីនេះឲ្យរួចផុតពីសេចក្តីសោកមេឃក៏ភ្លៀងចុះមកភ្លាមទៅត្រីនឹងក៏រួចផុតពីទុក្ខទោសដោយអានុភាពនៃការប្រកាសនៅសច្ចកិរិយាការប្រកាន់នៅសច្ចបារមីរបស់ព្រះពោធិសត្វអានុភាពនៃការប្រកាសនៅពាក្យពិតពាក្យសច្ចៈអាចនាំមកនៅសេរីសួស្តីរួចផុតពីទុក្ខភ័យបានប៉ុន្តែទោះថាវាជារឿងពិតមែនដោយដែលត្រីពោធិសត្វហ្នឹងលោកថាតាំងពីដឹងក្តីមកមិនដែលបៀតបៀនជីវិតអ្នកណាសោះឡើយដោយអានុភាពនៃសច្ចវាចាពាក្យពិតនេះសូមឲ្យរួចផុតពីទុក្ខភ័យអាចសម្រេចបានមែនភ្លៀងធ្លាក់មកឲ្យត្រីទាំងអស់ដែលជាញាតិរបស់ព្រះអង្គហ្នឹងបានរួចផុតពីគ្រោះភ័យបានសម័យពុទ្ធកាលមានក្សត្រមួយអង្គឈ្មោះពោធិរាជកុមារលោកអត់មានបុត្រហើយជាងលោកកសាងប្រាសាទហើយក៏និមន្តព្រះពុទ្ធមកឆ្លងហើយក៏ក្រាកម្រាលពណ៌សតាំងចិត្តថាសូមឲ្យព្រះអង្គជន់ហើយសូមឲ្យខ្លួនមានកូនហើយព្រះអង្គអត់ជន់ព្រះអង្គដឹងអំពីបំណងរបស់ម្ចាស់ប្រាសាទគេមុនពីបេដងក៏អត់ជន់រហូតដល់ឲ្យគេដកកម្រាលនឹងចេញទៅព្រះអង្គជ្រាបថាបើទោះជាព្រះអង្គមុនជន់ទៅក៏ពោធិរាជកុមារនឹងអត់មានបុត្របានដែរដោយសារពីរអ្នកប្តីប្រពន្ធនឹងធ្លាប់មានបាបកម្មពីអតីតជាតិមកលួងទឹកជាប់នៅលើកោះហើយក៏បរិភោគតែសុទ្ធសត្វដែលនៅលើកោះនឹងតាំងពីនៅវ័យមានកម្លាំងកំហែងរហូតដល់ចាស់ជរាសុទ្ធផងកូនផងអីផងអញ្ចឹងទៅមានបាបកម្មពីវេរាជាមួយនឹងកូនសត្វហ្នឹងធ្វើឲ្យខ្លួនឯងមានទ្រព្យមានសម្បត្តិកំណើតជាក្សត្រប៉ុន្តែអត់អាចមានបុត្រទៅបាននឹងកម្មដែលយើងធ្វើនោះចុងក្រោយវាធ្លាក់មកលើយើងវិញហេតុអីចាំបាច់យកបរតនត្រ័យពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកដោយសារជីវិតយើងនឹងមានទុក្ខកង្វល់ច្រើនទុក្ខផ្លូវកាយផងទុក្ខផ្លូវចិត្តផងជ្រាភាធិមរណៈផងបរតនត្រ័យពុទ្ធពធព្រះសង្ឃនឹងជួយបង្ហាញផ្លូវថាផ្លូវនេះនាំមកនៅសេចក្តីចម្រើនផ្លូវនេះនាំឲ្យកើតទុក្ខពុទ្ធជាម្ចាស់ជាអ្នកនាំផ្លូវជាគ្រូហើយព្រះធម៌ហ្នឹងជាផែនទីសម្រាប់យើងដើរព្រះសង្ឃហ្នឹងជាអ្នកដើរមុន
ដូចថាត្រួសត្រាយមានស្នាមសម្រាប់យើងដើរតាមខាងក្រោយចឹងយើងយកបរតនត្រ័យជាទីពឹងទីរលឹកហ្នឹងមិនមែនទៅបែបបន់សុំអីទេគឺបានបរតនត្រ័យហ្នឹងជាអ្នកបង្ហាញផ្លូវត្រូវក្នុងជីវិតហ្នឹងដើម្បីឲ្យជីវិតហ្នឹងបានសុខទីបំផុតបានរួចផុតចាកទុក្ខបើបងប្អូនមិនទាន់កាន់សិលបានទេត្រឹមតែទទួលយកពុទ្ធពធប្រសង្ឃបរតនត្រ័យជាទីពឹងទីរលឹកយើងយកជាត្រីវិស័យសម្រាប់ដើរតាមប៉ុណ្ណឹងក៏បានបន់ច្រើនដែរហេតុអីបានវាសនាមនុស្សខុសគ្នាអ្នកធ្វើទៀតចិត្តទលាយរស៊ីធូកើតជាតិណាកើតក្នុងតកូលធុធាមនុស្សចិត្តកំណាញ់ស្វិតរស៊ីតឹងកើតជាតិណាក្រទ្រព្យសម្បត្តិអ្នកជួយចិត្តខឹងគេកើតជាតិណាមុខអាក្រក់អ្នកមានចិត្តធ្ងន់ចិត្តត្រជាក់មិនងាយខឹងកើតជាតិណារូបស្អាតតាំងពីឥឡូវទៅអ្នកជួយចិត្តចំណែនគេមិនងាយបានធ្វើធំទេព្រោះមិនចង់ឲ្យគេធ្វើធំយើងដាំពូជតូចទៀតអ្នកដែលចេះត្រេកអរនឹងគេមាននឹងគេបាននឹងងាយនឹងបានឡើងធ្វើធំដោយសារចិត្តទលាយអ្នកជួយចិត្តវេទតៈអ្នកដតីដាំពូជឈឺច្រើនអ្នកដែលចេះជួយសង្គ្រោះពេលគេមានទុក្ខលំបាកដាំពូជសុខភាពល្អមិនងាយឈឺអ្នកដែលបៀតបៀនសម្រាប់ជីវិតអ្នកដទៃដាំពូជអាយុខ្លីអ្នកដែលរក្សាសិលនឹងដាំពូជអាយុវែងអ្នកដែលចេះគ្រប់កក់ក្លែងអោនលំទោនចំពោះចាស់ទុំអ្នកដែលមានវ័យច្រើនជាងឬក៏អ្នកដែលមានគុណធម៌ជាងដាំពូជកើតក្នុងតកូលខ្ពង់ខ្ពស់អ្នកដែលចៅម៉ៅឆ្មងឆ្មៃមើងងាយគេឯងក្អើតកតោមកើតជាតិណាកើតក្នុងតកូលតូចទាបកម្មគឺការងារដែលយើងធ្វើនឹងធ្វើឲ្យវាសនាមនុស្សនឹងខុសគ្នាព្រះនាងម៉ាលិកាជាមហេសីរបស់ព្រះបាទបសិន្ទិកោសលនៅឥណ្ឌាតូចចិត្តរឿងចេះទេថាខ្លួនឯងជាមហេសីមានឋានៈធំសម្បត្តិលុយកាក់នោះចាយមិនឈ្នះប៉ុន្តែរូបវាមិនទៅស្អាតហើយក៏ទៅថ្វាយគុំព្រះអង្គថាមានអីជាហេតុជាបច្ច័យនាំឲ្យស្ត្រីខ្លះហ្នឹងរូបមិនស្អាតប៉ុន្តែឋានៈបុណ្យស័ក្តិធំហើយមានប្រាក់មានទ្រព្យនឹងចាយច្រើនបានព្រះអង្គសម្ដែងស្ត្រីពួកខ្លះហ្នឹងជួយចិត្តខឹងងើមួម៉ៅឆេវឆាវតែជាអ្នកជួយចិត្តធ្វើទៀននិយាយទៅខ្មែរយើងជួយចិត្តនិយាយថាមាត់អាក្រក់ប៉ុន្តែចិត្តល្អអញ្ចឹងមានអីចែកហើយប៉ុន្តែមួម៉ៅឆេវឆាវនងណាំងហើយជាស្ត្រីដែលមិនចេះចំណែនគេទេគេមានគេបានគេល្អអីឲ្យគេល្អចាស់ចិត្តនឹងស្រឡះទលាយមិនចង្អៀតទេអញ្ចឹងកម្មដែលបុគ្គលនឹងបានធ្វើខឹងច្រើននាំឲ្យរូបមិនស្អាតចូលចិត្តធ្វើទៀននាំឲ្យមានទ្រព្យមានលុយមានកាក់ចាយច្រើនមិនចេះចំណែននាំឲ្យបានមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ដោយនាងម៉ាលិកាអញ្ចឹងបាននាងនឹងថ្វាយគុំព្រះអង្គឆ្លើយច្រើនប៉ុន្តែចំណុចនឹងមួយបញ្ជាក់ឲ្យនាងម៉ាលិកាទទួលថាអូអរគុណហើយព្រះអង្គទូលគុំខ្ញុំកណានេះពីដើមមកខឹងច្រើនទើបរូបមិនស្អាតតែជួយចិត្តធ្វើទៀនបានមានទ្រព្យច្រើនមានសម្បត្តិច្រើនហើយមិនចេះចំណែនគេទើបមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់តើអមនុស្សមានមែនឬទេអមនុស្សមានមែនអមនុស្សប្រែមកវិញថាមិនមែនមនុស្សអមនុស្សមានពីរអមនុស្សឋានៈទាបនិងអមនុស្សឋានៈខ្ពស់អមនុស្សថ្នាក់ទាបដូចជាប្រែតនរកដេឆានសូរកាយយើងហៅថាខ្មោចព្រាយបិសាចដែលត្រូវទទួលផលនៃបាបកម្មស្រេកឃ្លានទុក្ខលំបាកពពួកនរកប្រែតសូរកាយហ្នឹងអាចនៅជាមួយយើងហ្នឹងក៏មានហើយពេលខ្លះគេបង្ហាញខ្លួនឲ្យយើងឃើញហើយធ្វើឲ្យយើងភ័យខ្លាចទៀតក៏មានប៉ុន្តែពេលខ្លះគេមកដើម្បីសុំយើងឲ្យធ្វើបុណ្យឧទ្ទិសឲ្យគេហ្នឹងក៏មានដែរគេមិនមែនមកបន្លាចយើងទាំងអស់ទេចំណែកអមនុស្សថ្នាក់ខ្ពស់ទេវតារុក្ខទេវតាអារក្ខទេវតាទេវតាចាតុមហារាជការតៅតឹងសាយាមៀឡើងលើខ្ពស់ទៅបុណ្យគេខ្ពស់គេមានសេចក្តីសុខច្រើនជាងយើងអាយុគេវែងជាងយើងមានរិទ្ធច្រើនជាងយើងអញ្ចឹងទៅទេវតាថ្នាក់តូចទាបនៅផ្ទះយើងហៅជានាងផ្ទះឬក៏នៅដើមឈើយើងហៅរុក្ខទេវតានៅនឹងតាមផ្លូវតាមព្រៃតាមភ្នំអីយើងហៅថាអារក្ខទេវតាទេវតាខ្លះនៅនឹងទឹកគេហៅអរិយទឹកអញ្ចឹងក៏មាន
ពួកទេវតានឹងអាចជួយបីបាច់ថែសាយយើងដែរបើយើងជាមនុស្សល្អត្រឹមត្រូវមានកតញ្ញូដឹងគុណម៉ែឪហើយមានចិត្តល្អមានមេត្តាយើងជូនបុណ្យជូនកុសលដល់គេគោរពបូជាគេខ្លះចឹងណាប៉ុន្តែយើងមិនដឹងថាមួយណាជាមួយណីទេព្រោះយើងមើលមិនឃើញគេមិនបានឲ្យយើងមើលអត្តសញ្ញាណប័ណ្ណគេជាទេវតាថ្នាក់ខ្ពស់ឬក៏ទេវតាថ្នាក់ទាបអញ្ចឹងបងប្អូនកុំសូវចេះហៅមនុស្សខ្មោចចូលពេកព្រោះយើងមិនដឹងមិនស្គាល់គេផងមិនដឹងមួយណាជាមួយណីពួកមនុស្សហ្នឹងអាចជួយយើងឬអាចបន្លាចយើងដែរបើយើងធ្លាប់ជាប់ជាសាច់ញាតិជាបងជាប្អូនមានបុណ្យកុសលជាមួយចឹងទៅគេអាចជួយយើងបើតែបើយើងមានគំនុំគុំគួនមួយគេទៅគេអាចបន្លាចយើងទៅដែរយើងមានតែផ្សាយមេត្តាឧទ្ទិសកុសលសូមឲ្យអស់លោកបានសេចក្តីសុខចុះហើយរកបុណ្យរកកុសលមករក្សាខ្លួនយកប្រតនត្រ័យពុទ្ធពធព្រះសង្ឃជាទីពឹងទាលើករក្សាសិលចម្រើនមេត្តាទៅយើងមានបុណ្យមានកុសលអញ្ចឹងពួកមនុស្សហ្នឹងក៏មិនងាយបៀតបៀនយើងបានដែរតែពាក្យថាអហោសិកម្មបានន័យដូចម្ដេចអហោសិកម្មក្នុងន័យទូទៅមានន័យថាលែងយកទោសយកបីលែងចងកម្មពៀជាមួយអញ្ចឹងប៉ុន្តែមិនប្រកាសថាបុគ្គលនឹងរួចផុតពីផលនៃកម្មទេណាយើងឯអ្នកផុតទៅព្រោះយើងអត់ចងកម្មពៀមួយគាត់ណាប៉ុណ្្នឹងក្នុងន័យទូទៅក្នុងន័យអភិធម្មអហោសិកម្មមានន័យថាកម្មនឹងវាអត់មានពេលឲ្យផលវាឧបមាដូចថាពូជនឹងវាស្អុយទៅវាហួស delay ហួសពេលវេលាឲ្យផលកម្មតិចតួចណានៃអញ្ចឹងទៅយើងធ្វើហើយទៅវាមានកម្មអីផ្សេងមកមុនទៅហើយអញ្ចឹងកម្មហ្នឹងអត់មានពេលឲ្យផលហួសពេលឲ្យផលក៏គេហៅអហោសិកម្មឬក៏មួយទៀតបុគ្គលដែលបានសម្រេចជាព្រះអរហន្តអញ្ចឹងលែងមានជាតិកំណើតទៅទៀតហើយអញ្ចឹងកម្មវាទៅលែងរួចទៀតវាព្រោះអត់មានម្ចាស់ទៅទទួលផលកម្មហ្នឹងដូចអង្គុលីមាលអីចឹងប៉ុន្តែពេលលោកនៅរស់លោកទទួលផលកម្មដែរប៉ុន្តែដល់ពេលបរិនិព្វានលែងមានជាតិកំណើតកម្មហ្នឹងវាអស់ទៅនឹងដែរមួយទៀតសកម្មភាពរបស់ព្រះអរហន្តព្រះសម្មាសម្ពុទ្ធអីជាដើមហ្នឹងទោះជាអំពើនោះចាត់ទុកថាជាអំពើល្អមានចិត្តមេត្តាករុណាទេសនាជួយបដិបត្តិប៉ុន្តែកម្មហ្នឹងមិននាំឲ្យមានផលទៅទៀតពីព្រោះព្រះអង្គលែងកើតទៅទៀតហើយក៏ជាអហោសិកម្មដែរអ្នកដែលចូលចិត្តចែកទានដាំពូជមួយរស៊ីធូកើតជាតិណាម៉ែឪមានទ្រព្យសម្បត្តិច្រើនបើរស៊ីអីក៏ងាយនឹងចំណេញដែរប៉ុន្តែបើគាត់ធ្វើទៅទានហើយអត់រក្សាសិលគាត់អាចកើតក្នុងកំណើតអត់ល្អពីព្រោះការរក្សាសិលនាំឲ្យបានកើតក្នុងសុគតិភពជាមនុស្សឬក៏ជាទេវតាអញ្ចឹងបើគាត់ធ្វើតែទានអាចទៅកើតជាសំណក់អីចឹងទៅប៉ុន្តែមានអ្នកមានសេដ្ឋីអុកញ៉ាយកទៅចិញ្ចឹមនៅសផ្ទះវិឡាជីសឡានរយអញ្ចឹងប៉ុន្តែខ្លួនឯងជាសំណក់ទេអញ្ចឹងបើយើងធ្វើទានផងយើងរក្សាសិលផងយើងមានទាំងទ្រព្យយើងបានកើតក្នុងកំណើតល្អទៀតប៉ុន្តែបើគាត់រក្សាតែសិលទេអត់សូវបានធ្វើទានណាកើតមកជាមនុស្សជាទេវតាប៉ុន្តែក្រីក្រទ្រព្យសម្បត្តិសូម្បីតែកើតជាទេវតាខ្លះអត់មានអាហារបរិភោគហូបទេដើររើសរបស់របរគេខាកគេស្ដោះឬក៏កតិចកទីបាយទឹកគេចោលណាទេវតាដែលខ្សោយបុណ្យណាមានតែបុណ្យនាំឲ្យទៅកើតជាទេវតាប៉ុន្តែខ្វះបុណ្យនាំឲ្យមានបាយទឹកនំចំណីហ្នឹងមិនចាំបាច់តែមនុស្សទេទេវតាខ្លះក៏ក្រីក្រដែរដោយសារអត់សូវបានធ្វើទានមុននឹងស្លាប់ហ្នឹងមនុស្សយើងនឹងកាន់យកអារម្មណ៍3ប៉ុន្តែយកតែមួយឯងទី1លោកហៅថាកម្មអារម្មណ៍មានន័យថានឹកដល់អំពើដែលយើងធ្លាប់ធ្វើកន្លងមកបើនឹកដល់បុណ្យទៅឃើញរាប់បាតប្រសងឃើញហេតុកឋិនឃើញជួយគេជួយឯងចឹងសប្បាយចិត្តបានទៅកាន់ឋានសួគ៌បើនឹកឃើញកាប់សម្លាប់ជាបតិចខ្ចីលុយគេមសងអីទៅហ្នឹងធ្លាក់នរកធ្លាក់ប្រែទៅព្រោះនឹកទៅវាសៅមកចិត្តទី2លោកហៅថាកម្មនិមិត្តអារម្មណ៍មានន័យថាកម្មហ្នឹងវានិមិត្តរបស់ឲ្យឃើញបើយើងធ្លាប់ហេតុកឋិនហ្នឹងឃើញបាតឃើញជីវរឃើញត្រៃឃើញលៀងតែហើយបើយើងធ្លាប់កាប់សម្លាប់គេឃើញដាវឃើញលំពេងហោះមកវឺតទៅយើងភ័យហើយតែយើងភ័យធ្លាក់ក្នុងអបាយភូមិហើយទី3កតិនិមិត្តអារម្មណ៍មានន័យថាជាតិកំណើតនឹងយើងត្រូវទៅកើតណា
វាប្រកាសមកយើងនឹងបើត្រូវទៅកើតជាទេវតាឃើញមានឃើញប្រាសាទឃើញទេវបុត្រឃើញទេពធីតាអញ្ចឹងទៅបើកើតជាមនុស្សឃើញកូនងាឃើញស្ត្រីមានផ្ទៃពោះឃើញយល់រឹងកូនងាអញ្ចឹងទៅហើយបើថាត្រូវធ្លាក់ទៅក្នុងអបាយភូមិបាបឲ្យផលឃើញនរកឃើញប្រែតឃើញយមរាជឃើញយមបាលព្រៃស្មោសានកន្លែងគួរឲ្យភ័យខ្លាចអញ្ចឹងហើយមុននឹងស្លាប់ហ្នឹងមនុស្សយើងហ្នឹងសពសត្វហ្នឹងកាន់យកអារម្មណ៍ណាមួយក្នុងអារម្មណ៍ទាំង3ហ្នឹងយើងបានមកកើតជាមនុស្សនេះយើងសើមានបុណ្យចាស់មកប៉ុន្តែយើងត្រូវការធ្វើបុណ្យថ្មីដើម្បីឲ្យបុណ្យចាស់នោះវាមានកម្លាំងនៅក្នុងធម៌លោកហៅឧបត្ថម្ភកកម្មបុណ្យថ្មីជួយឧបត្ថម្ភគ្រប់គ្រងបុណ្យចាស់យើងឲ្យបានចម្រើនឧបមាងាយស្ដាប់ចោះថាបុណ្យចាស់យើងមាន5យើងមានបុណ្យថ្មី3 4ទៅវាបាន7 8 9អញ្ចឹងបើយើងអត់បានធ្វើបុណ្យថ្មីទេវាខ្សោយកម្លាំងឧទាហរណ៍ថាដើមឈើហ្នឹងវាចាស់ទៅវាមិនសូវមានផលផ្លែផ្កាល្អបុណ្យថ្មីអំពើល្អថ្មីការចិញ្ចឹមមេត្តាបិតាធ្វើទានសាសិលស្ដីព្យាយាមហ្នឹងអាចបើកទ្វារឲ្យបុណ្យចាស់ចាស់ដែលវារកផ្លូវឲ្យផលមិនឃើញហ្នឹងវាឲ្យផលអញ្ចឹងដើម្បីឲ្យជីវិតរបស់យើងដែលវាជាផលនៃបុណ្យហើយនេះឲ្យវាបានចម្រុងចម្រើនទៅកុំភ្លេចធ្វើបុណ្យថ្មីថែមហើយធ្វើបុណ្យថ្មីធ្វើបុណ្យតិចតួចក៏ដោយប៉ុន្តែធ្វើបុណ្យញឹកញយកុំចាំបាច់ថាអញធ្វើអ្នកមានសិនចាំធ្វើបុណ្យមិនមែនទេគាត់ថ្វាយផ្កាថ្វាយគុំព្រះបោះជ្រះវត្តចាំម៉ែចាំឪមើលថែគាត់ដោយកាយចិត្តទុកដាក់ហ្នឹងបុណ្យហ្នឹងវាជួយឲ្យជីវិតហ្នឹងបានប្រសើរខ្ពង់ខ្ពស់បើបុណ្យចាស់យើងតិចកុំតូចចិត្តកុំច្នែនគេឲ្យផឹងធ្វើបុណ្យថ្មីថែមហ្នឹងបានជួយឲ្យជីវិតយើងបានប្រសើរទៅមុខការងារមួយដែលប្រសង់យើងមិនគួរមើលម្លងបន្ទាប់ពីយើងសូត្រមន្តការក្តីឡើងផ្ទះក្តីចម្រើនបញ្ជូនក្តីសង្ឃទានក្តីឬក៏ពេលញាតិញោមយកចង្ហាន់មកវត្តអីហ្នឹងគឺឲ្យអាវ៉ាត់ខ្លីបាន5នាទី10នាទីក៏ได้ឲ្យតែមានឱកាសបញ្យល់ណែនាំពីបុណ្យកុសលឲ្យជៀសវាងពីអំពើបាបឲ្យប្រឹងធ្វើទានរក្សាសិលធ្វើឲ្យញាតិញោមមានសេចក្តីជ្រះថ្លាក្នុងពធឲ្យគាត់មានសទ្ធាមុតមមឡើងព្រះពុទ្ធអង្គហៅថាបំពួកភ្នក់ដូចថាចេះតាដុតឲ្យភ្លឺចឹងទៅព្រោះពេលហ្នឹងយើងសូត្រធម៌សូត្រអាទៅញាតិញោមស្ដាប់អត់បានយើងតទៅពេលរួចហើយហ្នឹងយើងទៅបញ្យល់បន្ថែមទៀតឲ្យកូនឲ្យចៅជំនាន់ក្រោយហ្នឹងបានស្ដាប់ធម៌អាយល់ចូលចិត្តទៅគេគិតថាអូពុទ្ធសាសនាហ្នឹងមានប្រយោជន៍សម្រាប់ជីវិតគេជួយឲ្យគេបានសុខអញ្ចឹងគេជួយបន្តអាយុពុទ្ធសាសនាហ្នឹងទៅមុខទៀតសម័យពុទ្ធកាលពេលព្រះអង្គទៅបិណ្ឌបាតទៅព្រះអង្គតែងតែបញ្យល់ណែនាំហើយបើនៅក្នុងសាលាឆាន់ពេលប្រសង់មុនឆាន់ហើយគឺមានការសម្ដែងធម្មទេសនាឲ្យពុទ្ធបរិស័ទបានស្ដាប់ចឹងទៅជាទូទៅចឹងហ្មងចឹងពុទ្ធបរិស័ទហ្នឹងមិនមែនត្រឹមតែបានតែស្ដាប់ការសូត្រធម៌ទេគឺស្ដាប់ការពន្យល់ធម៌ទៀតធ្វើឲ្យគាត់ជ្រះថ្លាក្នុងពុទ្ធសាសនាហ្នឹងកាន់តែក្រៃលែងឡើងបើមានគេសួរថាពុទ្ធសាសនាពង្រៀនពីអីយើងអាចឆ្លើយខ្លីក៏បានដែរទី1ព្រះអង្គឲ្យយើងជៀសផុតអំពីអំពើអាក្រក់អំពើបាបទី2ព្រះអង្គឲ្យយើងសន្សំបុណ្យសន្សំអំពើល្អឲ្យបានច្រើនទី3ព្រះអង្គឲ្យយើងសម្អាតចិត្តឲ្យបានស្អាតកុំឲ្យមានកិលេសលោភៈទោសៈមោហៈនឹងវាច្រើនពេកសម្អាតទីម្ដងរហូតដល់ចិត្តនឹងស្អាតបានត្រាស់ដឹងនៅព្រះនិព្វានលែងមានទុក្ខទៀតហើយជាងអវាទទាំង3ហ្នឹងជាសេចក្តីសង្ខេបនៃពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធពេលយើងកើតក្នុងផ្ទៃម្ដាយកម្មមួយហ្នឹងវាកំណត់ឲ្យយើងរស់នៅបាន10 20 30ឬក៏70 80ឆ្នាំប៉ុន្តែយើងរស់នៅបានប៉ុណ្ណឹងឬមិនបានអាស្រ័យយើងរៀបចំជីវិតពេលបច្ចុប្បន្នបើយើងផឹករាល់ថ្ងៃលើកដាច់រហូតហូបអីមិនចេះគិតហើយអត់សូវដេកអត់សូវពួនជក់គ្រឿងញៀនឬក៏ពិបាកចិត្តតឹងធូងរាល់ថ្ងៃអានឹងអាយុអត់វែងអាយុយើងត្រូវនៅបាន80ឆ្នាំផឹកច្រើនពេកនៅសល់50អីចឹងទៅឬក៏ពិបាកចិត្តពេកកើតទុកមុខជាប់ទៅស្គមរីងរៃអាយុខ្លីដោយសារពិបាកចិត្តហ្នឹងហើយកូនក្មួយយើងខ្លះសបាយពេកបរហោះទៅម៉ូតូប៉ណ្ណាំងទៅជាមួយកង់ឡានហើយអ្នកខ្លះអត់ចេះពាក់មួកសុវត្ថិភាពអីទេឬក៏ជក់បរិយជក់វ៉ែបហូបចុកអីទៅប្រទេសទៅប្រដាស់ទៅអាហ្នឹងខាតអាយុយើងហើយចង្គៀងហ្នឹងវាឆាប់អស់ព្រេងហ្មងត្រូវរស់នៅបានដល់70 80ឆ្នាំ
ត្រូវស្លាប់តាំងក្មេងអាយុ10-20ឆ្នាំហ្នឹងក៏សឹងតែបានកម្មហ្នឹងវាចូលមកកាត់ផ្ដាច់ជីវិតរបស់យើងពេលខ្លះអាយុយើងនឹងត្រូវរស់បានយូរប៉ុន្តែសកម្មភាពយើងនឹងវាធ្វើឲ្យអាយុនឹងខ្លីចុះមកអញ្ចឹងកុំបន្ទោសកម្មចាស់ពេកពេលខ្លះយើងធ្វើកម្មថ្មីមិនល្អធ្វើឲ្យយើងអាយុខ្លីប៉ុន្តែមានអ្នកខ្លះដែរមានបាបកម្មពីអតីតណាមកមិនបានធ្វើអីអាក្រក់ប៉ុន្តែគាត់ត្រូវអស់ជីវិតក៏មានដែរឧបមាថាកម្លាំងបាបពីអតីតមកវាមាន100ប៉ុន្តែបុគ្គលនឹងបច្ចុប្បន្នផឹងធ្វើបុណ្យចាំម៉ែចាំឪធ្វើទានសាសិលចម្រើនភាវនាច្រើនទៅកម្លាំងបុណ្យនឹងវាជួយទប់ស្កាត់បាបបានខ្លះដែរឧបមាដូចថាសម្លនឹងវាប្រៃហើយបានដាក់ទឹកទៅវារៀងសាបទៅវាមិនមក100%ហ្មងបុណ្យដែលវាទៅជួយទប់ស្កាត់បាបនឹងលោកហៅថាឧបបិលកកម្មបុណ្យនឹងទៅជ្រៀតបៀតបាបហ្នឹងអំពើបាបអំពើអាក្រក់ក៏វាទៅជ្រៀតបៀតបុណ្យដែរឧបមាថាគាត់កំពុងរហូតស៊ីឡើងឋានៈបុណ្យសាក់ខ្ពងពោះប៉ុន្តែច្រឡំពេលមួយនោះផឹកស្វឹងដកភ្លើងបាញ់គេទូងទៅអស់លីងជាប់គុកជាប់ច្បាក់ទៀតអាហ្នឹងបាបទៅជ្រៀតបៀតបុណ្យម្ដងចុះឃើញធ្លាប់ឮមកថាបាបបុណ្យស៊ីសងគ្នាមិនបានទេបាបដែលយើងធ្វើហើយនឹងយើងលុបវាមិនបានទេប៉ុន្តែកម្លាំងបុណ្យដែលយើងធ្វើថ្មីហ្នឹងវាអាចជួយទប់ស្កាត់សម្រាលបាបនឹងបានខ្លះដែរដូចជាក្នុងរឿងព្រះបាទជាសត្រូវដែលសម្លាប់បិតាខ្លួនឯងត្រូវអនរយកម្មត្រូវធ្លាក់ក្នុងអវិជ័យមហានរកជ្រៅប៉ុន្តែពេលដែលលោកនៅមានបច្ចុប្បន្នហ្នឹងលោកធ្វើបុណ្យច្រើនណាស់ទំនុកម្រងព្រះសម្មាសម្ពុទ្ធភិក្ខុសង្ឃឧបត្ថម្ភសង្ឃានាបុណ្យហ្នឹងជួយសម្រាលមិនឲ្យធ្លាក់ទៅក្នុងអវិជ័យនរកទេត្រឹមតែលោហៈគុម្ភីនរកប៉ុន្តែវាស្រាលជាងបន្តិចឧបបិលកកម្មអាចបុណ្យចូលទៅបៀតបៀនបាបឬក៏អាចបាបថ្មីនឹងចូលទៅកាត់បន្ថយបុណ្យវិញនៅក្នុងវិធុរៈជាដកមាននិយាយពីកដុំពី4នាក់ជាសម្លាញ់នឹងគ្នាគាត់តែងតាថ្វាយទានដល់លោកតាបោះ4អង្គហើយលោកតាបោះហ្នឹងពេលឆាន់ត្រង់ហើយគាត់ទៅសម្រាកនៅនឹងទីកន្លែងផ្សេងគ្នាលោកតាបោះមួយទៅសម្រាកនៅឋានត្រៃត្រង់លោកតាបោះមួយនៅឋានវិជុងនាគលោកតាបោះមួយនៅគ្រុឌវិមានរបស់គ្រុឌលោកតាបោះមួយនៅឧទ្យានរបស់ព្រះរាជាហើយត្រឡប់មកវិញរាយរាប់ពីទីកន្លែងវិជុងនាគហ្នឹងវាស្អាតអញ្ចេះនៅឋានត្រៃត្រង់ហ្នឹងវាស្អាតអញ្ចេះវិមានរបស់គ្រុឌហ្នឹងស្អាតអញ្ចេះប្រាសាទរបស់ព្រះរាជាហ្នឹងស្អាតអញ្ចេះក៏ដុំពីម្នាក់ហ្នឹងឮតបោះនិយាយពីកន្លែងហ្នឹងអញ្ចឹងគាត់តាំងចិត្តប្រាថ្នាថាដោយអានុភាពនៃបុណ្យដែលខ្ញុំបានធ្វើហើយនេះសូមឲ្យបានទៅកើតនៅកន្លែងហ្នឹងរៀងខ្លួនណាដោយបុណ្យកុសលដែលបានធ្វើហ្នឹងបានទៅកើតនៅកន្លែងហ្នឹងដោយប្រាថ្នាមែនអាហ្នឹងតើលោកធ្វើទានផងលោករក្សាសិលផងបុណ្យកុសលហ្នឹងនាំឲ្យទៅកើតក្នុងទីដែលខ្លួនប្រាថ្នាហ្នឹងក៏ដុំពីម្នាក់បានទៅកើតជាស្ដេចនាគក៏ដុំពីម្នាក់បានទៅកើតជាស្ដេចគ្រុឌក៏ដុំពីម្នាក់បានទៅកើតជាសកទេវរាជស្ដេចទេវតាក៏ដុំពីម្នាក់បានទៅជាស្ដេចផែនដីហើយមកជួបជុំគ្នាមិត្តភ័ក្តិគ្នាហ្នឹងសុំសិលមួយគ្នាទៀតមានឧបនិស្ស័យធ្វើបុណ្យមួយគ្នាពីអតីតជាតិមកជាតិនេះនៅឆ្ងាយពីគ្នាក៏ស្កាត់រកគ្នាជាមិត្តភ័ក្តិបន្តទៅទៀតហើយធ្វើបុណ្យបន្តទៅទៀតជាសរុបមកបំណងប្រាថ្នារបស់យើងនឹងអាចបានសម្រេចមែនប៉ុន្តែយើងមានបុណ្យផងនៅក្នុងធម៌ថាបើបុគ្គលនឹងបានធ្វើទានផងរក្សាសិលផងប្រាថ្នាងាយនឹងបានសម្រេចគណៈប្រគិនបបគុណចាស់ដែលមានឱកាសបានទៅរៀននៅបរទេសទោះជារៀនភាសាបាលីសំស្ក្រឹតសមាធិវិបស្សនាឬក៏មុខវិជ្ជាផ្សេងក៏ដោយមានឱកាសទៅរៀននឹងជារឿងមួយល្អប្រសើរណាស់ប៉ុន្តែចំណុចមួយពេលយើងរៀនចប់ត្រូវសួរខ្លួនឯងថាអ្វីដែលត្រូវយើងយកត្រឡប់មកស្រុកយើងវិញហើយអ្វីយើងទុកឲ្យគេនៅនោះហើយចំណេះជំនាញបញ្ញាស្មារតីក្បួនច្បាប់អីយើងត្រូវយកមកស្រុកទេសដើម្បីជួយស្រុកទេសយើងវិញហើយចំណុចមួយដែលយើងពិចារណាគឺរឿងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ការសូត្រធម៌ការស្លៀកពាក់របៀបរបបការរស់នៅហ្នឹងពេលខ្លះវាជាអត្តសញ្ញាណរបស់ស្រុកទេសគេហ្នឹងអញ្ចឹង
ស្រុកទេសយើងវាមានអត្តសញ្ញាណលក្ខណៈសម្គាល់ថាជាពុទ្ធសាសនាខ្មែរនឹងចេះអញ្ចឹងអ្វីណាដែលវាមិនប៉ះពាល់មិនខុសនឹងវិន័យធម៌អាអីទេយើងគួររក្សាវប្បធម៌ប្រពៃណីនឹងនៅជារបស់ខ្មែរយើងអញ្ចឹងទៅដើម្បីឲ្យគេដឹងថាអូនេះព្រះសង្ឃខ្មែរនេះព្រះសង្ឃភូមាព្រះសង្ឃថៃព្រះសង្ឃស្រីលង្កាយើងមិនមែនថាទៅប្រកាន់ពូជសាសន៍រឿងហ្នឹងទេប៉ុន្តែថាយើងមានអត្តសញ្ញាណមួយថាជាខ្មែរទៅគេអាចកត់សម្គាល់បានយើងថែរក្សាវប្បធម៌ប្រពៃណីរបស់យើងគេថែរក្សាវប្បធម៌ប្រពៃណីរបស់គេអញ្ចឹងទៅរីឯចំណេះដឹងជំនាញបញ្ញាស្មារតីយើងយកមកអភិវឌ្ឍសុខទេយើងពុទ្ធបរិស័ទយើងនមោទេពុទ្ធវិរត្ថុវុបមុតតោសិសពតិសម្ពាធបដិបណ្ណោស្មិតសមេសារណង្ភវេបបិទ្ធប្រពុតអ្នកមានសេចក្តីព្យាយាមកិរិយានមស្ការថ្វាយបង្គំរបស់ខ្ញុំចូលមានដល់ព្រះអង្គរួចស្រឡះចាកធម៌ទាំងពួងមានខណ្ឌនិងអាយតនៈជាដើមខ្ញុំព្រះអង្គដល់នៅគ្រោះថ្នាក់ដ៏ចង្អៀតហើយសូមព្រះអង្គជាទីពឹងរបស់ខ្ញុំតថាគតាំងអរហន្តតាំងចន្តិមាសរណង្កតោរាហុចន្ទាំងបមញ្ចសៈពុទ្ធាលោកានុកម្មបកាចន្ទមៈទេវបុត្រដល់នៅតថាគតជាអរហន្តជាទីពឹងទីរលឹកហើយមនាលរាហុអ្នកចូលលែងចន្ទទេវបុត្រនោះចេញព្រះពុទ្ធទាំងឡាយតែងអនុគ្រោះដល់សត្វលោកទាំងឡាយអាត្មានឹងលើកដំណើររឿងក្នុងពុទ្ធសាសនាតកតងនឹងដំរីអេរវ័នឬក៏ខ្មែរយើងហៅដំរីក្បាល3កណ្ដឹងសម្ព័ន្ធដែលជាយានជំនិះរបស់សកទេវរាជយើងហៅថាប្រអិនសកទេវរាជនឹងកាលនៅជាមនុស្សឈ្មោះមគ្គមានុបគាត់មានមិត្តភក្តិគាត់33នាក់ហើយជួយចិត្តជួយកិច្ចការងារសហគមន៍ធ្វើផ្លូវធ្វើស្ពានធ្វើថ្នល់ដាំដើមឈើជីកស្រះទឹកធ្វើសាលាឆតទៀនយកអាសាអ្នកធ្វើដំណើរស្ត្រីមានផ្ទៃពោះប្រសង់អ្នកបួសឬក៏សាមញ្ញជនណាក៏ដោយធ្វើដំណើរតាមភូមិគាត់នឹងគាត់តែងតែយកអាសាកិច្ចការងារកសាងទាំងអស់ហ្នឹងគាត់ប្រើកម្លាំងដំរីនឹងជួយកិច្ចការងារគាត់ច្រើនណាស់ហើយបង្អោនចិត្តធ្វើបុណ្យជាមួយនឹងមគ្គមានុបនឹងដែរអញ្ចឹងបានពេលមគ្គមានុបជាមួយនឹងមិត្តភ័ក្តិទាំង33នាក់ស្លាប់ទៅបានទៅកើតជាប្រអិននឹងរដ្ឋមន្ត្រីរបស់ប្រអិនហ្នឹងដំរីហ្នឹងក៏បានទៅកើតជាទេវបុត្រមួយដែរប៉ុន្តែដោយសារធ្លាប់មានឧបនិស្ស័យជាអ្នកបម្រើរបស់មគ្គមានុបសូម្បីខ្លួនឯងទៅកើតជាទេវបុត្រទៅហើយក៏នៅតែខ្លែងខ្លួនជាដំរីដែរធ្វើជាយានជំនិះបម្រើសកទេវរាជនឹងបន្តទៅទៀតអញ្ចឹងញាតិញោមឃើញសត្វដំរីនឹងមែនប៉ុន្តែតាមពិតគេជាទេវបុត្រទេដំរីនឹងមានគ្រឿងលម្អអស្ចារ្យធំសម្បើមណាតាមដែលក្នុងគម្ពីរក្បួនច្បាប់លោកប្រាប់មកហ្នឹងជាសរុបមកការបំពេញបុណ្យកុសលនេះជាមនុស្សក្តីជាសត្វក្តីក៏អាចធ្វើបុណ្យបានដែរប៉ុន្តែបើយើងកើតជាមនុស្សយើងងាយនឹងមានឱកាសធ្វើបុណ្យបានច្រើនជាងសត្វយើងមើលសំបីសត្វដំរីគេធ្វើបុណ្យជួយការងារសហគមន៍បានកើតជាទេវបុត្រយើងប្រយ័ត្នចាញ់សត្វដំរីយើងកើតមកក្នុងផ្ទៃម្ដាយតែមួយមែនប៉ុន្តែវាសនាមិនដូចគ្នាទេអានឹងសំពីបុណ្យមកផ្សេងគ្នាយើងកុំតូចចិត្តអីយើងគួរសរសើរបុណ្យបងប្អូនយើងដែលគេមានសំណាងល្អជាងយើងឲ្យគួរផឹងផែងធ្វើបុណ្យកុសលឲ្យបានច្រើនកុំខឹងម៉ែកុំខឹងឪអីអរគុណគាត់ឯងដែលគាត់ខំចាំយើងបានប៉ុណ្ណឹងមកគាត់ចង់ឲ្យយើងល្អចង់ឲ្យមានបានដូចតែគេដូចតែឯងណាមិនគ្រាន់ថាបុណ្យយើងមានប៉ុណ្ណឹងឧបមាថាពូជយើងនឹងវាអត់សូវល្អតែអញ្ចឹងផលផ្លែផ្កាមកក៏វាមិនសូវល្អហើយយើងហ៊ានដូរចិត្តវិញថាអញផឹងធ្វើបុណ្យថ្មីធ្វើចិត្តឲ្យជ្រះថ្លាធ្វើទានអាសាសិលមានអីទីទួយក៏ដែរជូនឪពុកជូនម្ដាយបុណ្យហ្នឹងជួយឲ្យយើងអាចមានជោគវាសនាល្អជាងយើងដេកតូចចិត្តអន់ចិត្តបន្ទោសអ្នកនេះបន្ទោសអ្នកនោះអាហ្នឹងបាបយើងពីអតីតមកមានហើយបច្ចុប្បន្ននេះយើងរវល់តូចចិត្តអន់ចិត្តយើងដាក់បាបថែមចឹងធ្វើឲ្យអាប់អួរជីវិតហ្នឹងអត់ឡើងទេចឹងត្រូវធ្វើបុណ្យថ្មីឧបមាដូចថាសម្លហ្នឹងវាប្រៃហើយចឹងយើងត្រូវដាក់ទឹកកែកុនធ្វើម៉េចឲ្យសម្លនឹងអាចហូបបានជីវិតនឹងវាមានផលបាបចាស់មកហើយអញ្ចឹងយើងត្រូវធ្វើបុណ្យថ្មីដើម្បីឲ្យជីវិតនឹង
បានរៀងស្រស់បំប្រងឡើងវិញណាបើខ្វះបនបើអត់បានធ្វើបនថែមជីវិតនឹងហិតតែអាប់អួរក្នុងបិដកលេខ77មាននិយាយពីរឿងព្រះអង្គធ្លាប់កើតជាស្ដេចត្រីនៅក្នុងស្រះធំមួយក្នុងពេលរដូវប្រាំងនោះវារីងរាំងអស់ទៅក្អែកថ្មាតអីចុះមកចឹកស៊ីញាតរបស់ព្រះអង្គជាត្រីដែលនៅក្នុងស្រះធំហ្នឹងព្រះអង្គគិតថាអាត្មាអញត្រូវធ្វើម៉េចដើម្បីជួយញាតរបស់អាត្មាអញបានក៏ពិចារណានៅធម៌ទៅឃើញថាពេលវេលានេះមានតែការតម្កល់ខ្លួននៅក្នុងសច្ចៈការប្រកាសនៅសច្ចកិរិយានឹងទេទើបអាចជួយញាតរបស់ព្រះអង្គបានព្រះអង្គក៏ពោលឡើងធ្វើនៅសច្ចកិរិយាថាយៈតោសារាមិអត្តានੰយៈតោបត្តោស្មិវិញ្ញុតាំងនាពិជានាមិសញ្ចចៈឯកបានំពេហឹងសតាំងអេតេនសច្ចវច្ចេនៈបច្ចុណោអភវិសតោអភិតនយៈបច្ចុណៈនិថឹងកាកាសនាសយៈកាកាំងសោកាយរន្ធេហិមច្ឆេសោកាបមោចយៈប្រែមកវិញថាតថាគតរលឹកឃើញនៅខ្លួនក្នុងកាលណាតថាគតបានដល់នៅភាពជាអ្នកដឹងក្តីក្នុងកាលណាក្នុងការនោះតថាគតមិនដែលខ្លែងបៀតបៀននៅសត្វមានជីវិតឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចុះមានន័យថាតាំងពីព្រះអង្គដឹងក្តីមកព្រះអង្គមិនដែលសម្លាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យភ្លៀងធ្លាក់មកមនាលមេឃអ្នកចូលបង្កភ្លៀងចុះចូលអ្នកញ៉ាំងកំណប់ទ្របរបស់ក្អែកឲ្យវិនិច្ឆ័យទៅចូលអ្នកញ៉ាំងពួកក្អែកឲ្យសោយសោកចូលអ្នកញ៉ាំងពួកត្រីឲ្យរួចពីសេចក្តីសោកព្រះអង្គធ្វើសច្ចកិរិយាចប់មេឃភ្លៀងមកក្រឹកក្រែងធ្វើឲ្យញាតិរបស់ព្រះអង្គនឹងរួចផុតពីគ្រោះភ័យនឹងជាអានុភាពនៃការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតដោយអានុភាពនៃពាក្យសច្ចៈពាក្យពិតនឹងសូមឲ្យរួចផុតពីគ្រោះភ័យពាក្យសច្ចៈនឹងមានបារមីចឹងមែនពេលថ្វាយគុំព្រះដើម្បីបានអានិសង្សច្រើនញោមអាចនឹកដល់គុណព្រះអង្គ3យ៉ាងទី1វិសុទ្ធិគុណមានន័យថាព្រះអង្គជាបុគ្គលបរិសុទ្ធអស់លោភៈទោសៈមោហៈអត់មានខឹងចំណែនស្អប់អត់ចេះជាប់ជំពាក់អីទេស្អាតថ្លាទី2បញ្ញាគុណមានន័យថាព្រះអង្គមានបញ្ញាអាចកម្ចាត់បងនៅកិលេសខ្លួនព្រះអង្គបានហើយជួយអ្នកដទៃឲ្យលះបង់កិលេសបានទៅទៀតហើយព្រះអង្គអាចដឹងអំពីអតីតអនាគតបច្ចុប្បន្នសពគ្រប់ទាំងអស់ត្រាស់ដឹងមានបញ្ញាជ្រៅជ្រះក្រៃលែងណាស់មិនងាយមានអ្នកណាមានបញ្ញាដូចព្រះអង្គទេទី3ករណាគុណព្រះអង្គមានបតីករណាណិតសត្វលោកទាំងអស់ចង់ឲ្យសត្វលោកទាំងអស់បានរួចផុតពីទុក្ខជ្រាបជាធិមរណៈហ្នឹងទៅព្រះអង្គស្រឡាញ់សត្វលោកនឹងដូចជាស្រឡាញ់រាហុលបុត្ររបស់ព្រះអង្គផ្ទាល់អញ្ចឹងយើងថ្វាយគុំព្រះអង្គនឹកដល់គុណព្រះអង្គទាំង3នឹងដោយសង្ខេបនឹងយកបានផលបានអានិសង្សច្រើនធ្វើដំណើរទៅស្រុកខេត្តភ្ជុំញាតិញោមបាច់បខំអីពេកទេដល់ពេលណាក៏ពេលនឹងទៅចោះទៅយឺតប្រសើរជាងមានគ្រោះថ្នាក់តាមផ្លូវបើគេចង់ទៅលឿនឲ្យគេទៅមុនចោះចាត់ទុកថាធ្វើបុណ្យមួយគាត់ចោះឲ្យគាត់ទៅមុនហើយឲ្យគាត់មានសុខសុវត្ថិភាពតាមផ្លូវយើងអត់តក់កុហលយើងមិនសូវមានសម្ពាធផ្លូវចិត្តឲ្យសុបាយយើងទៅធ្វើបុណ្យក៏បានបុណ្យច្រើនណាបើយើងបញ្ញាប់បញ្ញាប់តក់កុហលទៅវាអត់ស្រួលក្នុងចិត្តហើយធ្វើបុណ្យក៏មិនសូវបានបុណ្យដែរហើយវាអាចជួបប្រទះនឹងគ្រោះថ្នាក់គ្រោះភ័យមុននឹងចេញពីផ្ទះយើងអាចសូត្ររំលឹកគុណបរតនត្រ័យនមោពុទ្ធាសៈនមោធម្មសៈនមោសង្ឃសៈសូត្រថ្វាយបង្គំចំពោះពុទ្ធពធព្រះសង្ឃអញ្ចឹងក៏បានឬក៏សូត្រពុទ្ធាំងសរណង្កិច្ឆាមិធម្មំសរណង្កិច្ឆាមិសង្ឃំសរណង្កិច្ឆាមិសូមដល់នៅពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកសូមឲ្យដំណើរខ្ញុំបានប្រកបដោយសុខសុវត្ថិភាពអញ្ចឹងក៏បានបុណ្យនឹងជួយយើងមានចិត្តមិនតក់កុហលហ្នឹងវាជួយសម្រួលមួយហើយយើងមានប្រតនត្រ័យក្នុងចិត្តហ្នឹងក៏ជួយដំណើរជីវិតដំណើរយើងហ្នឹងឲ្យបានសុខសុវត្ថិភាពដែរមកជួនយោបល់ញាតិញោមពេលប្រជុំបិណ្ឌបើអុជធូបអីអុជមកសរសៃបានណាឬក៏ថាបើយើងមានផ្កាយបូជាក៏បានដែរព្រោះអុជច្រើនគ្នាទៅឬក៏ច្រើនសរសៃវាហុយផ្សែងវាទៅជាពុលវិញញាតិញោមបុណ្យវានៅក្នុងចិត្តយើងញាតិញោម
ធ្វើបនប្រកបដោយបញ្ញាមិនហាមឃាត់ទេប៉ុន្តែគាត់ថាមលមមកបើថាគេអុចច្រើនហើយមិនអុចក៏បានដែរពេលមុនចេញដំណើរទៅណាមកណាយើងអាចទម្លាប់នមស្ការបរតនត្រ័យឯសូត្រខ្លីក៏បានដែរនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈនមោពុទ្ធស្សៈសូមនមស្ការថ្វាយបង្គំបរតនត្រ័យទាំង3ព្រះពុទ្ធព្រះធម៌និងព្រះសង្ឃសូមថ្វាយបង្គំព្រះធរណធរៈគ្រប់ព្រះអង្គទាំងអស់ច្រើនពរញាតិញោមពុទ្ធបរិស័ទស្មានពេលល្ងាចហើយថ្ងៃនេះមានពេលខ្លះនឹងបានលើកយកធម៌អាបានជាគតិសម្រាប់ពិចារណាញាតិញោមសុខសប្បាយទាំងអស់គ្នាមកនេះញាតិញោមចេញពីធ្វើការងារបដាបដាញាតិញោមនៅស្រុកក្រៅក៏គៀកភ្លឺដែរបងហ្នឹងហើយចាពោលឺឯណាញាតិញោមលឺច្បាស់ណាតែឃើញញាតិញោមឃើញឥឡូវឃើញញាតិញោមគាត់ដូចថាមានពិធីខួបកំណើតកូនអីចឹងក៏មានកិច្ចល្អឲ្យជាបុណ្យកុសលសម្រាប់កូនហ្នឹងល្អដែរអ្នកខ្លះយកចង្ហាន់មកវត្តហើយមានសភៅមានប៊ិចមានកតាបសម្រាប់ជូនក្មេងៗហើយអ្នកខ្លះទៅធ្លាប់ដូចថាកើតនៅពេទ្យគុណធបុប្ផាអីចឹងទៅក៏ទៅ donate ទៅបរិច្ចាគប្រាក់ហ្នឹងសម្រាប់នៅមន្ទីរពេទ្យកន្លែងដែលខ្លួនកើតជាការសម្ដែងទឹកចិត្តកតញ្ញូចំពោះកន្លែងដែលបានជួយផ្ដល់កំណើតបើជាធម្មតាហ្នឹងខ្ញុំកណ្ដាលស្មារតីបើមានមកកូនចៅមកធ្វើខួបកំណើតហ្នឹងតែងតែឲ្យមុនដំបូងគេគឺថ្វាយបង្គំឪពុកម្ដាយហើយម៉ែឪខ្លះដែលដូចថាគាត់មិនហ៊ានទៅប្រាប់កូនថាឲ្យកូនថ្វាយបង្គំគាត់អីដល់ពេលឃើញកូនថ្វាយបង្គំជាងទៅដូចថាសប្បាយចិត្តទៅស្រក់ទឹកភ្នែកហើយប្រាប់កូនចៅថាថ្ងៃដែលម៉ែថ្ងៃដែលយើងកើតហ្នឹងជាថ្ងៃដែលម៉ែជាពិសេសពិបាកអញ្ចឹងថ្ងៃហ្នឹងយើងសម្ដែងការអរគុណចំពោះគាត់ថ្វាយបង្គំកុំឲ្យអៀនដៃបងប្អូនយុវជនយើងខ្លះថ្វាយបង្គំលោកថ្វាយបង្គំព្រះនៅវត្តអីមិនអៀនដៃទេប៉ុន្តែបើជាមួយនឹងឪពុកម្ដាយខ្លួនឯងអៀនអញ្ចឹងអាត្មាជូនយោបល់ថាដូចថាថ្ងៃហ្នឹងយើងធ្វើកិច្ចតបគុណថ្វាយបង្គំដោយសេចក្តីជ្រះថ្លាចំពោះអ្នកម្ដាយលោកឪពុកហើយយើងអរគុណហើយយើងសូមទោសបើមានខុសឆ្គងហើយផឹងប្រែងបំរើនៅពេលដែលយើងដឹងអំពីទំហំការលះបង់សេចក្តីស្រឡាញ់របស់ឪពុកម្ដាយយើងព្យាយាមធ្វើអ្វីដែលអាចធ្វើទៅបានសូម្បីយើងនៅក្មេងក៏ដោយដើម្បីជួយសម្រួលកិច្ចការងាររបស់គាត់ហើយមិនធ្វើឲ្យគាត់ពិបាកចិត្តទេបើកូនដែលមិនបានពិចារណាអំពីការលះបង់របស់ពុកម្ដាយហើយបែរទៅជាគិតថាខ្ញុំសុំនេះស្រាប់អត់ឲ្យខ្ញុំសុំអានេះបានរបស់នេះវិញអញ្ចឹងដល់ពេលយើងឃើញចំណុច
ខ្វះខាតរបស់គាត់ថងហ្នឹងមិនមែនថាជាចំណុចខ្វះខាតទេជួនកាលគាត់គ្មានលទ្ធភាពនឹងបកគលឲ្យឬក៏យើងមិនទាន់ដល់អាយុត្រូវបកគលឲ្យយើងទៅជាកើតចិត្តមួម៉ៅអន់ចិត្តប្រៀបធៀបថាម៉ែគេល្អមិនម៉ែអត់ល្អដូចគេអីចឹងជាដើមតែញាតិញោមជើញនៅដល់ណាបងញាតិញោមទាំងអស់គ្នាមកនេះនៅស្រុកយើងរៀបចំចេញដំណើរពីធ្វើការងារយ៉ាបងស្មានលើកទឹកចិត្តឲ្យញាតិញោមសារទៅបន់ទៀនអីចឹងជូនយោបល់ឧទាហរណ៍ថាយើងធ្វើបន់អស់ប្រាក់ច្រើនណារៀបរងទទួលភ្ញៀវអីវ៉ាន់ប្រគេនប្រសង់អីចឹងទៅហើយក៏មានបច្ច័យចូលបន់អីចឹងស្មានថាសូមជូនយោបល់ថាឲ្យម្លែកបច្ច័យហ្នឹងសម្រាប់កសាងវត្តខ្លះទៅចាត់ចែងក្នុងបន់ហ្នឹងចាត់ចែងទៅហើយនឹងមកចំណែកសម្រាប់ទៅជួយទីពេទ្យវាជាទៀនមួយដែលបើគិតពីក្នុងទៀនលោកហៅថាសពពុរិស័កទៀនរបស់អ្នកប្រាជ្ញជួយសង្គ្រោះជីវិតអ្នកដទៃនៅពេលដែលគេទុក្ខលំបាកទៀនរបស់អ្នកបែបវាមាន5សពពុរិស័កទៀនរបស់សពបរោះនឹងមួយលោកហៅថាគិលានទៀនឲ្យទៀនដល់អ្នកឈឺទី2ទុព្ភិកទៀនឲ្យទៀនដល់អ្នកដែលកំពុងជួបទុរភិក្សលិចទឹកភ្លើងឆេះផ្ទះឬក៏គ្រោះថ្នាក់ដោយប្រការណាអញ្ចឹងទៅគ្នាត្រូវការទុព្ភិកទៀនឲ្យទៀនពេលដែលគេពិបាកហើយនឹងទី3លោកហៅថាកមិកទៀនអកនកទៀនទី3អកនកទៀនទទួលភ្ញៀវពេលគេទៅមកដល់ឧទាហរណ៍ថាជាប្រសង់ទៅមកដល់ដឹងចង្ហាន់នៅណាក៏លោកម្ចាស់និមន្តណាខ្ញុំកណាមានចង្ហាន់ទទួលណាមន់ឆានអាហ្នឹងកន្តកទៀនឬក៏ភ្ញៀវពលឺមកលេងផ្ទះយើងចាស់ឧទាហរណ៍ដឹងបាយមិនដឹងទៅអត់អីទេចឹងចាំខ្ញុំរាប់ទទួលបាយទឹកអត់អីទេកុំខ្វល់អីអាហ្នឹងអកន្តកទៀនអាហ្នឹងក៏ជាទៀនមានផលមានអានិសង្សច្រើនដែរអូមានអ្នកនៅកូរ៉េស្ដាប់អ្នកនៅកំពង់សោមក៏ហ្នឹងហើយច្រើនពនឹងទី3អកន្តកទៀនបានមកចំពោះអ្នកដែលទៅមកដល់ថ្មីហើយនឹងមួយទៀតគេហៅថាកមិកទៀនឲ្យទៀនចំពោះអ្នករៀបចំចេញដំណើរទៅជាសាច់ញាតិជាមិត្តភ័ក្តិអីចឹងថារៀបបាយរៀបអីវ៉ាន់ចោះចាំខ្ញុំដាំបាយទុកហូបទៅឬក៏ខ្ចប់បាយជូនទៅទៀតទៅអាហ្នឹងក៏បានបន់បានអានិសង្សច្រើនដែរដោយសារយើងគិតពីសុខទុក្ខរបស់អ្នកដទៃយើងសម្រួលណាឬក៏ប្រសង់និមន្តត្រូវចេញដំណើរទៅណាមកណាអញ្ចឹងអូយលោកម្ចាស់និមន្តចាស់ចាំខ្ញុំកណារៀបចំចង្ហាន់ប្រគេនតាមឡានឬក៏ថាអូខ្ញុំចាំខ្ញុំកណាទទួលចង្ហាន់នៅទៅនេះនៅទៅនោះអញ្ចឹងទៅលោកម្ចាស់និមន្តទៅអាហ្នឹងក៏កមិកទៀនញាតិញោមក៏មានធ្លាប់ធ្វើដែរហើយដូចថាភ្ញៀវពលឺបងប្អូនអីចឹងរៀបចំជូននៅប្រទាយមានជ័យញាតិញោមនៅរៀមសៀមរាបនៅលើវាអែមក៏ហ្នឹងហើយទៀនរបស់សពបរោះមួយទៀតទៀនឲ្យរបស់ថ្មីរបស់ល្អឧទាហរណ៍ថាបានស្រូវថ្មីបានផ្លែឈើថ្មីនឹកឃើញដល់ពុកនឹកឃើញដល់ម៉ែនឹកឃើញដល់គ្រូអាចារ្យនឹកឃើញដល់អ្នកមានសិលអញ្ចឹងយកមកប្រគេនយកមកជូនយកមកថ្វាយដោយសេចក្តីកោតក្រែងដែរដូចញាតិញោមបានវក់ស្រូវថ្មីអីចឹងណាផ្ញើមកម៉ែផ្ញើមកលោកអ៊ំលោកពូលោកមីងអញ្ចឹងទៅដោយសេចក្តីគោរពអាហ្នឹងក៏ជាបុណ្យរបស់សពបរោះដែរដូចថាយើងគោរពគុណណាហើយនឹងបើនិយាយពីបុណ្យហ្នឹងបុណ្យវានៅចិត្តយើងសប្បាយចិត្តយើងឲ្យដោយសេចក្តីគោរពបើនៅក្នុងធម៌លោកហៅសកច្ចាំងទានណាំងទេតិឲ្យដោយគោរពហ្នឹងយើងបានផលអានិសង្សច្រើនយើងសប្បាយចិត្តនឹងវាច្រើនញាតិញោមនៅ
xì mẹ bao nhiêu nhôm nơi Australia bỏ ăn po xì mẹ bao năng ngay cho ăn po nhiêu nhôm tầng này mũi tiết đây tham mát để trong lược màu bánh bánh bị rừng tiền ở bà sập bà đó nó hưởng ca một tiết bởi vậy pi cá để thấy dừng riệp chom chia sẻ xuống đây mèng cua chẳng không cầm vị thi nâng vậy vạ tràn một à miền cách Tây Ni trên của miền cách song chầm rán bạc chẳng tới tham gia chủ địa bảo tham miền chia ở hòa ở cồn chạy prosray nó đạp bàn buồn đọc này ti chẳng tới đạp bảy bàn chia cái tệ sạp chuột để xài nâng thô bị bố gì vật đấy vừa mình ai liệt chạm bị thô bàn này bờ mình miền thô không luôn thế cả tục đời của họ cả hai bà mọc smile mà chụp chả nhiệt nhiều mày do nhiệt nhiều nơi bắt bọn này chụp chả nâng đôi tha tầng nẹ sọt soi tầng nẹ thu thi tầng nẹ tu tầng nẹ thông miên bà nhà hà chả nè được bê đại cùi bài quạt dây prap tư với smok với smile những gì vật miền trộp miền kịch du ấy xóm rum hay phân với nơi smok nông chất mua mau bả kịch chởn rương ớt thử kịch ấy xó nó còn tới chỉ kịch đài đôi thà khoal tư cả tục ở đằng rương á má ở xa lọt chuột nè cả tục ở đằng rương nữa sọc sọc vậy phía sau ngày sọc sọc xe ăn sập bài chất để tham gia lọt chuột nhiều mình nè nó đi thật quật prang càng nghi ở bên phía sầm mẹ xóa quật đối tháp ở sầm mẹ nè mà sinh đấy vào bên phía bự luật xóa mua mau một smile một bạ stress yu tới vì khai tới chia tầm lọp stress chia bị chạm ngày rụp riêng cài nữa chỉ tia sải rồi bỏ stress năng vào đó đọc về hay chẳng có ắt bài mỏng có phép thật lư cái thắt tư sang của pua tây nhảy ván sờ bài lư cái thắt tư mình đôi cờ ri mà rất nặng cờ ri mơ phẩy sờ bài quạt tư với ắt khơi sờ bài sao mỏng nên đi tha cá tục nó với màu sần thắt nơi không chặt vào quạt từ nó có mất bài anh nâng để chỉ rương muối dương cua bị trà ná để thả phiệp sọc sao phiệp rừng kriêm nâng về xóm nơi không chặt bà dương rưỡi về bên nơi không chặt bà dương rưỡi vú việc bàn bóng ồn chỉ đồn muối chỉ đồn pi về chờ nè kịch chờn từ bà chặt từ ruồi rương đèm toàn mà đo từ đai từ chẩn nén từ pi dây pi nè nín tích tơ pi nè nô tích tơ viên xóm hưởng cả đời cả hai đòn xóm tơ với không chất ứng sát tơ krom bạ bụa bỏ sự phiêu vẽ họ bỏ bày xa cho hai năng chẳng vừa ăn tư ăn sập bài tư hùa chê chẳng để mà chọn lược màu nó thà bị thi bị nó bị thảo dương chân này ở chợ chẳng dương cua thơm bơ lõ chia mèn cua chia sợi su sợi đấy không ngày nắng chỉ vì xe sầm hẹp cô của mồm cô của lò nắng ở bò để chạ bạ nạp tích tu trong chấm này đây bằng cô ca nâng má sẽ bài chất khơi
đầy buồn cù xóa mấy khác cái ngày nắng cái chạy sập hơi khmê chẳng tới họp mà bọn này chẳng tới ngày nắng bon men mòn nắng bon nắng chia mèn cua sấy su sấy dương khơi cái chẳng biết sờ bãi chết á dương sờ bãi chết thế mà khơi miền cù phệ gì xóa mấy mũi nờ cà phê sừng kem nờ Syria gọt thừa bị thì cả nắng thống đọc về hai quạt kịch tha chun phía luôn tranh pi sừng kem nắng trần chẳng quạt chùm nua đời cài chơi phiêu mồ hồ cà bọc quạt vừa bài tật nắng chun đào chun phía luôn nâng rô rồi nè đâu nắng được thấy dương sự bài chất dương tròn chăm bàn dú memory nâng bởi khả năng thô lục hai tha chia mà hòn tà ròm rồi có tệ mà hòn tà ròm như này thả ròm nó việc thùng ấy chăng dương sự bài chất bàn dú nực tới sự bài và nâng khả năng thô lục hai tha para chế tần á rồi có para chế tần á sự bài chất chia khẳng khói chùm phu hồng pơ là để dương bàn phơ hơi á anh nâng chỉ ngay chập đàm chỉ vật cụ phệ gì xóa mấy nâng chập đàm đòi miệng cô sợi su đầy bon năng mà trong lượng máu nó còn là trong tôi thay dương mình lệ bạ class mẹp châu từ mình tì pet chui từ khmênh rồi có thà bờ ai bạ cá mẹp chui nè ná cây cò thưa tôm ấy vì ngày muốn mà phương hiền gặp sẽ lại phải nhà xa nắng còn xa cái từ tờ cào hay tới chụp đừng đồn chả muôi mình miền còn chào mình từ nam môn ấy hay tè cái prú chẳng tới ở miền tập bộ ở miền chiang tới cổ liên sật tắc tới còn nấc nấc của rây cái này chẳng tham nó có châu ruộng ấy tình bường tình chàng ấy bật ở quạt tờ ở mình chỉ trả ơn này có nó sờ bài chặt chẳng tham tha chunอยู่บ่อสมัยnhà bong ôn để miền riệp tròn mà pìa nó thừa bòn thừa chỉ mèn cùl mèn tên áคือการchạy rầm lệ sẽ đầy sọc nắng đòn nè đây là trời khá khơi nơi xiêm riệp muối cửu sa kê thu thia còn bà cái miền sầm tật thệ lọ đấy pe riệp ở pe hái cái vô prạ chầm nón đầy nó chả ơn phóngประมาณ 10,000 nữa nó từ châu mình tì pet của mang cô lục cửu chuân ní của thọp rụt đầm bầyประมูลthạ bị cả chui anh nắng tham gia thà bàn thì cái đây ri sẽ bài chất nắng dung bài hay nắng ấy để thay chia mèn cô chia sẻ su đấy việc thòng chất bài dương việc sẽ bài á dương sốc chất chả nãy từ lơ là bỏ phát si là bỏ tay nhảy họp mơn họp sáng này dương thượng bon để thay ao chia sẻ su đây sẽ mẹp đại cu pin nhẹ nắng dương cuaแต่hiền đá hiền chầm nài khá thế chiều bạn này xài bon dầm hẹp bị nẹp đầy buồn phong ở miền cồn miền trời tới cô đôi thằng cồn trời lọ rồi bục mặt đái có chiêm mình nuôi lọ anh nắng bà này không thó lục hai thiết rột thiết đôi cái này bà bục mặt đái nâng lọ cồn đại màu và đệ sân thị nâng cô thị trơn chỉ cồn lọ đời sau bạn này xài xòm máu hay bởi vì sao ông lấy cái hơi like attract like đôi kia nó vì tia nhà nè phát rột nè phát nè lên lệp bài rột nè lên lệp bài nè riêng rột nè riêng chẳng tay trong thoa thật thiệt rột thiệt đôi kia chẳng dạng nát đôi thạc đôi chiaประปูติสัตว์ในยืงจังปองเมียนบอลบารมีปูจังมนหนึ่ง
ประเด็นสันติก็ประองพิจารณามือท่าตากูตาตึกประเด็นสันติตึกจับกำเนิดจมวยไม้หน้าขู่ซาหน้าได้ละอ้อได้มันเพื่อเอาปะปอลดอลโดยถ้าตำนานกาบำเพ็ญบารมีประองประองเรือโยประเนียงสิริมหามีนั่งยังไงจังๆทำไมจูนจะอยู่บอลเลยเรื่องเถอะบอลมวยมันเล็กคลาสได้สมัยวอดว่าไอ้คลาสได้สมัยโจมันตีแปดหรือก็จุยเนี่ยน้าได้ครอปะบะในครองภูมินั้นหรือก็จูนเขมรสมัยเรียนโซ่ตั้งไงนั้นยังเถอะบอลออกเฉินจังติงสะเพอจูนเขมรไอ้ทำขนาดมาเพียบtừ sọc ấy ở phía trên từ thuê chừng hành bậc kên bậc song xong tôi mình dạy chỉ lược ấy tiếp là chịu thì họ thế đôi thà nơi ấy khang ô đồng ở nước miền bậc song trần chẳng có ai mà rồi hà sập on về khác có pi rồi on chẳng tới thuê chừng hành bậc kên luộc hái ở mình máu chay sập hơ về bậc kên chừng hành bậc song hỏi nâng thàสลานั่งประมาณโรยเนี่ยจังยืนเรียบจอมปนังเตอร์ให้ดูเนี่ยไกรกรอในขนมภูมินั่งเมียนประมาณเนี่ยจังเตอร์ยืนสมไอเกจุยเรือเยอะม้อยจูนเตอร์ตามหลักตะเพียบบ่อยยืนเมียนบองปอนโจคเนียมานั้นมันถือบอลนั้นมันใส่ใจหายพิวไอพองจังยังทั่วเตียนจะมวยนึงประซองพ้องยังสบายจัดนึงบานไฟเตียนจะปูประซองยังบานใจรมเละสิกระไรสลายนึงดอกเมงเขมงตุยตูเอาเนียดุท่าสบายจัดได้ไปพูดยังไปทลบเขมงได้ให้จังเคยเกยหอยนุ่มเคยเกยหอยสะเพอเกยหอยลอยเอาปีดาวนึงมากะปีกะมาเรียลปีเรียลนึงสบายจัดนะเอาแต่เมียนเกเมาสบายจัดนะเราเลยจังนึกเคยยืนทลบผบะจังธรรมะโกนเนี่ยสายแต่เรียนสบายจืงเปียมบาเนี่ยเขากระเตะกระตราอีกทาวจีเนี่ยสายมันจีเนี่ยเมียนไอโหฮีไอจังบอกได้กี่โยปิ่มปิงไอจังตู้บ้านกี่เอาอยากกระจานั่งสบายจัดนะจังใจจังเต้ให้ตามหลักตะเพียบเต้จุยเนี่ยไกรกรอไอ้ขนมภูมิขนมสกนังเธออันนั้นเชียบนกสอลบะยืงที่ถ้าเห็นซ้อมเพียบสลายตามระยะใจรำเละที่ยังเคยเกี่ยสบายยังสบายจัดได้เนี่ยได้กำนัยสวัสดิ์เกิดตะปีครูนไอนั่งดูทักงุนนะเอาบริดเมาสมกไปสมัยเนี่ยอันใหญ่จังมาถ้าจังเลี้ยหายอะไรมันเนี่ยก่อนนะจังใหญ่ถ้าผมเอาเบื่อสโมผมเอาเบื่อเควไปจ้ะเกิดแต่ปีสอกลุ่นไอเนี่ยเมียนคนมาอังกฤษปีบอลtừลูกเตอไอ้ภูมิไอ้เตอไปจับสิคาสลากรรมวิธีประชุมไอ้ให้เด็กคนทมในประเทศภูมินั่งประเกณฑ์ประปุตปะเดมาประเกณฑ์มาอ่องมวยจังไงจังไปลูกประเกณฑ์ลูกปรับทาในชมกระน้ำเนี่ยเอาอีนึงชมกระน้ำแสเลยนะปะอ่องเนี่ยตัวนึงงุ้นนะแต่อยู่tớiง่ายงุ้นอ่ะขนมในอบรมบอลโลกละอแมนแตนโลกเรียนวิทยาลูกใจดังเฉินจังปีสมัยใดนึกชิวปีอบรมตุสนาชีเชื่อด้วยไทยเนี่ยได้เลี้ยด้วยไทยบานชนะในสิ่งใดกำนันในขนมจัดมาชะริยะบาน
បានបរិច្ចាគទានទៅកើតហ្នឹងតតែយកឈ្នះអាការកំណាញ់ហ្នឹងអញ្ចឹងចិត្តរបស់លោកសប្បាយចិត្តរបស់លោករីករាយហើយប៉ុន្តែតលអ្នកទទួលដោយស្មារតីដែរអញ្ចឹងបាននៅក្នុងគម្ពីរពុទ្ធសាសនាតេកណាវិភាំងកសូត្រហ្នឹងសម្ដែងពីអង្គរបស់អ្នកឲ្យនិងអង្គរបស់អ្នកទទួលបើឧទាហរណ៍ថាពូជនឹងល្អប៉ុន្តែបើដីនឹងវាអត់សូវល្អក៏វាអត់បានផលដែរយ៉ាងណាឧទាហរណ៍ថាអ្នកបរិច្ចាគទាននឹងបើបិទចិត្តបរិសុទ្ធទៅប៉ុន្តែអ្នកទទួលមិនបរិសុទ្ធឧទាហរណ៍ថាមនុស្សប៉ោឡែមនុស្សផឹកស៊ីអញ្ចឹងយើងវាអត់សប្បាយចិត្តនឹងធ្វើទានជាមួយអ្នកនឹងកើតណាប៉ុន្តែឧទាហរណ៍ថាបើអ្នកនឹងជាមនុស្សត្រឹមត្រូវជាមនុស្សប្រឹងប្រែងជាមនុស្សចេះដឹងគុណណាអ្នកជួយនឹងសប្បាយចិត្តនឹងជួយសប្បាយចិត្តនឹងជួយឬក៏សប្បាយចិត្តនឹងថ្វាយនឹងប្រគេនណាព្រោះវាសប្បាយចិត្តណារីករាយហើយហ្នឹងឯងដែលថាបានបុណ្យបានផលបានអានិសង្សច្រើនហ្នឹងគឺយើងជូនដោយសេចក្តីជ្រះថ្លាហើយយើងជ្រះថ្លាជាមួយនឹងបដិគិហកៈអ្នកទទួលនឹងផងអញ្ចឹងវាបូកគ្នាចេតនាបុណ្យហ្នឹងមកបែកតើក្បាយញាតិញោមមកចិត្តទៅនេះញាតិញោមនៅស្រុកណាខ្លះឡាបានជើញចូលមើលនេះថាសំណួរដែលអាត្មាអាសាទទួលច្រើនហ្នឹងរឿងញាតិញោមខ្លះគាត់មិនទាន់ពីពិសេសយុវជនអីហ្នឹងគាត់មិនទាន់បានសូវស្ដាប់អីពីរឿងខែរឿងឆ្នាំអីចឹងណាសួរច្រើនហើយអ្នកខ្លះសួរថាកូនពៅនឹងការជាមួយកូនពៅបានអត់អីចឹងទៅអាត្មាថាអើយរឿងចឹងមិនតាក់ទងអីជាមួយអាត្មាទេបានរឿងញោមទេញោមនៅដល់មានជ័យនៅភ្នំពេញអញញោមនៅអាមេរិកនៅ USA បាទណាត់អាមេរិកដែរមានបញ្ហាច្រើនអាមេរិកហើយដោយសារស្មាតសូមភ័យទោសថានិយាយពីខ្លួនឯងធ្លាប់ទៅរៀននៅនឹងឃើញស្ថានភាពនៅសហរដ្ឋអាមេរិកហ្នឹងក៏គឺថាសង្វេគអាណិតប៉ុន្តែសង្ឃឹមថានឹងអាចបានប្រសើរឡើងក្នុងពេលឆាប់បាទមានអាចជំងឺនោះក៏ជំងឺមិនទាន់ស្ងប់ផងបាតកម្មពេញស្រុកពេញទេសនឹងមួយទៀតញាតិញោមនៅប្រទេសមានជ័យបាទហ្នឹងនៅពងសោមកច្រើនណាស់នៅកូរ៉េនៅប៉ោយប៉ែតស្លាប់ទៅប៉ោយប៉ែតដែរថ្មទាញត្រឡប់មកវិញចេះឆ្លើយដូចថាឆ្លើយជារួមទៅចាស់សម្រាប់ញាតិញោមដែលចូលចិត្តសួររឿងខែរឿងថ្ងៃអីហ្នឹងថ្មតែមកសួរថ្មហ្នឹងខុសគ្រូហើយថ្មហ្នឹងមិនចេះមើលអីថាថ្ងៃនេះល្អថ្ងៃនេះអាក្រក់អីទេញាតិញោមចង់ទៅសួរលោកគ្រូណាផ្សេងទៅចាស់បើគាត់ថាជូនជាយោបល់ថាបើល្អអាក្រក់វានៅក្នុងចិត្តរបស់មនុស្សបើមនុស្សនឹងមួម៉ៅក្តៅក្រហាយមិនដឹងខុសមិនដឹងត្រូវចំណែននិន្ទាឈ្នានេះ អាហ្នឹងអាក្រក់ហើយទៅរកព្រះអង្គណាមកថាល្អអត់ល្អបានដែរមានញាតិញោមនៅជប៉ុនស្ដាប់ដែរកែចឹងចង់ជំរាបដូចថាយើងកុំប្រគល់ល្អអាក្រក់ហ្នឹងទៅក្រៅយើងកុំឲ្យគេថ្ងៃខែជាអ្នកកំណត់ល្អអាក្រក់យើងកុំឲ្យមាត់គេថាល្អថាអាក្រក់ល្អអាក្រក់វានៅក្នុងចិត្តរបស់យើងឯងបើ
ta cầm ngói của con thọp đầm đấy hướng nâng á nhôm giờ từ trà nà mưa tới hướng khai hướng chất nam mày nâng nhôm từ trong từ xua khu ná của xua cho thầm mà xua thầm mà nó khóc khổ vậy mà xua ngày na là ó thầm mà ngày na nhôm từ nế chung cái gìก็จังเมียนเรื่องได้ในสมัยโปรตุเกสเมียนเรื่องประเจียดดอกมวยชมวนักขัดประเจียดดอกใหญ่ปีเนี่ยขู่ซานั่งเธอคืนนี้เรียบจอมมาปีเลือกจำนูนเธอเตอกาเฮ้ยเป็นเสียบตาเรียบจอมตึ๊ดตาบอกมวยเจนปีเปรย์ม้อยโจเตะโกนกำล้อxua đấy hiệp trong sấy nè cái kêu mấy thảo hiệp trong hai côn cầm lo tới ca nơi khang côn cầm mông ta bót hăng mỏng dơ về ca côn về admin xu nom anh ấy mình tích ý anh rộp an về dù ấy vì thử rực trắng mới khẳng hùa xa côn cầm lo có giấy bà đổi giấy bà lại bà đổi ca ba này chừng hè ngày nắng ca ba này tới chừng hè gì món phay món cô cùng lo phay món lư lục tạ bò nâng thả chừng hè chứng phay slon sló ắt hiên tới cô cùng món nó cái cùi chăm cùi chấm bị chun tu máu hẹp từ vinh tha ca ba này lục ta tha chừng hè ấy nó cái tha đấy hay ọt bàn mấy lượng mấy bán bơ khi nhôm phiêu bự lư hiệp trong pin te hải có tự đào mưa các bài phúng bán là tịch muối nữa các bài te nó chắp cà từ tịch nó cà bạn cồn bạn một buồn muối free đó bên o lôi ấy ban bỏ ong sầm đàiในขนมไปเจียดดอกนึงដូចថាអ្នកដែលចាំអ្នកខាត់តរឹកល្អចេះល្អចុះហ្នឹងបរោះដែលចាំហ្នឹងត្រូវបានបាត់បង់ភរិយាមួយហើយបរោះដែលមិនរងចាំពេលវេលាហ្នឹងបានប្រពន្ធមួយទៅហ្នឹងនៅក្នុងវិជាដកព្រះអង្គសម្ដែងយ៉ាងញាតិញោមស្ដាប់បានហើយប៉ុណ្ណឹងណាហើយញាតិញោមនៅអូទ្រីសអូអាត្មាធ្លាប់ទៅអូទ្រីសស្រុកគេស្អាតស្រុកគេនឹងមានភ្នំមានព្រៃមានវាលស្មៅអូយស្អាតហើយអ្នកដែលមានវិបត្តិអាត្មាញោមនៅអូទ្រីសជូនឡើងភ្នំមួយរឿងហ្នឹងនេះល្អដែរជូនយោបល់ញាតិញោមទីចុះឡើងភ្នំទៅព្រៃវាលស្មៅភ្នំស្អាតដូចតែជាយើងឃើញទេដូចថាយើងដូរអារម្មណ៍ពីបញ្ហា stress អីឃើញវាលស្មៅឃើញព្រៃអញ្ចឹងទៅដូចថាផ្សារភ្ជាប់សប្បាយចិត្តនឹងធម្មជាតិហ្នឹងណាប៉ុន្តែដែលចង់លើកមកហ្នឹងនៅលើកំពូលភ្នំហ្នឹងមានផ្ទះមានមន្ទីរសម្រាប់ព្យាបាលដំបូងឡើយគេឲ្យអ្នកកើតជំងឺសួតនៅលើភ្នំហ្នឹងដោយសារនៅលើភ្នំហ្នឹងវាមានខ្យល់បរិសុទ្ធមិនដឹងជាភ្នំហ្នឹងឈ្មោះអីទេញាតិញោមញាតិញោមនៅអូទ្រីសជួយប្រាប់ភ្នំហ្នឹងឈ្មោះអីផងវានៅជាប់នឹងអាល្លឺម៉ង់ចេញពីអាល្លឺម៉ង់ក៏ស្អាតដែរហើយជាប់ទៅនឹងភ្នំគេហ្នឹងរៀបចំបានស្អាតមានផ្លូវឡើងផ្លូវដើរវាលស្មៅអីគេថែស្អាតណាពីដំបូងឡើយគេឲ្យអ្នកកើតជំងឺសួតទៅនៅហ្នឹងដូចថាបានដកដង្ហើមស្រួលទៅខ្យល់អាកាសបរិសុទ្ធទៅវាធូរស្បើយដល់ពេលក្រោយមកគេដូរវិញគេយកអ្នកជំងឺផ្លូវចិត្តទៅនៅលើភ្នំនឹងវិញម្ដងមិនមែនយកទៅនៅវាងាយលោតពីភ្នំមកមែនទេចង់និយាយថានៅលើភ្នំហ្នឹងវាមានខ្យល់អាកាសហើយនឹងមានកន្លែងដែលអ្នកជំងឺហ្នឹងបាន exercise ហាត់ប្រាណគេជួយចិត្តហាត់ប្រាណគេជួយចិត្តដើរវាបែកញើសចុងសប្តាហ៍អីគេដើរញាតិញោមនៅអូទ្រីសជួយប្រាប់មើលភ្នំហ្នឹងឈ្មោះអីភ្លេចអាត្មាភ្លេចបាត់ហើយ
để trong lượng máu nó nhiệt nhôm khác có đôi ta quật smoke quật nơi ta không có tụp quật mua máu smựa ắt phồm chênh mau khéo á hơi việc không có tụp nó ta bật du ọt miên cho chênh chỗ việc khoa oxygen hơi ta khoa oxygen vi chắp stress hơi ta ọt miên là sẽ cầm phía plơ cai ọt rùa rồi vượt tới hết ta chắp stress chẳng bạn phải tục nó chật chân hỏi an mà xin chết sơ của thằng nạ mà thọp chùa và chụp chán cái này màu vọt thật quạt mê mình nè nó quạt màu sầm xanh quạt màu vọt chụp chăm hãy sẽ bắt quạt tôi chỉ khai tôi chỉ mình lúc mua mơ ớt đang hưởng còn theo màu trâu đấy bà màu chụp mà chùa mùi thầm mà xua nòm quay bị cha na mơ sắp khúc chê bị ni bị nút bán xua nòm bị hưởng bật tục con thay bật tục con mình đại bao của ui phòng hay là ăn đại bao của ui ông dán bị lẹ châu một đòn thầm xàm xài sập phía rồi ấy ta rồi nó đi ngược lại cô stệ này ăn ở miền cầm lăng ấy ở miền cầm lăng đây chân của tôi là miền cho là cá chứ không ai dưới nơi sọc sài sọc chùm cá mà ở chè đàm phẹp ai bao có ngay châu vô bự lư vô sấy xua ở đây ấy chăng á này nó đi thầm bao tư vì miền cho cá màu châu tới vì oxygen khốp hay bự lư ngay châu máu về sầm lạp mê rô ấy chăng từ nhiệt nhiều miền P miền Âu Ca màu cả lại chim xét nẹt để miền bành hà mọc mai thật stress ấy chăng á cùng sự nơi smựa nơi ao phui ao mông lên nữa là nắng tờ gai toàn này chênh một khéo chê cho mùi bông ôn đào hạt pran nhằm tập bàn trơn màu cả lại wheels đôi xà la miền đào chưa phải chưa ấy chăng á bên thằng thó về là cru upachi ốp sọc chăng còn sát thờ nòm cụ đà tình vậy bị vua tới châu prey châu ấy chăng tới nát bờ con sa ốp sọc chăng upachi nòm con sa nâng bàn đồ à ròm ấy khá chăng á ná đầm bầy cùng ai nơi cái lại tại đại với smoke đi địch quân miền mấy miền nè nơi sụt lại mùi thì cho ta địch quân ta cà rẽ xa sờ nơi té bàn anh sau này thì bây giờ bị sál về nâng luôn dương phải chạm xây lại phải thay báo phải thật chẹ phải thà pro cả đầy chứ sáu về miền nâng bọt rồi còn nâng te rồi còn nâng nà sáu về nâng dương chỉ chạm khăn cái khăn vị trà khăn chặt bà dương thì họ thật bà dương sầm đầy lõi chỉ chạm nữa thì thay dương mình có họ mình bảo pra dương vậy bằng ruộng kê mình nhung ấy nó nó sầm đầy dương lõi bờ sầm đầy dương lõi chắc là nó miền đây thay dương miền sal mùi sal nằng mọt bà dương nè á cái sờ lạnh cái trôi chất cái tục chất dương chẳng tài hệ nó bên nằng mọt dương ta bên nằng khuôn dương ta ưu tiên họ tha sal bên nằng cài nằng cà bột bật dương miền chạy củ xóm dương chạy rùa rê rẹ tẹ nhỉ nhâm đo thì cái đây sờ lạnh chui lược bài lược tắc chun mai chun che chui mật phẹ nơi cái lái thưa càng ấy nâng tê dương ọt phở cài bảo dương nâng tự biết biên ọt phở mọt từ dưới ấy ôi phải chặt đôi thà cạch bậc khôi chê cái kê tê chẳng bờ khuôn dương nâng miền là sập phiêu vẹn lọ nâng nâng luôn nâng miền xa lá dương mình từ lui
mình từ sầm lấp mình từ chập côn quần kê ấy tiền nắng dương miền sờ lại ấy sao nó nơi ná cô dương từ ná vì từ tam dương đại nằng vì ở trong bệnh nằng vọt vì ở trong bệnh nằng tè hè hay nè na để miền chất lọ cài lọ vì trà lọ nó vừa bàn sọc cái dương ở từ cung từ trong biên từ trong giấy ở kia chư chập ở kia ăn rái dương ăn miền đấy chẳng dương với sờ bái anh mình đưa miền sao lắm vợ ăn miền cùng nôm cung cuôn biên kề chẳng là ngày chẳng á nhận nhôm chẳng á vừa lên đấy nhận nhôm đó sao đó còn ai chờ lắm nó to là dụ bài mà sẽ màu vọt bàn chua thảo miền sal xong sal lấy mình hàm mình khoát ấy tế nhận nhôm mới vậy chẳng màu vọt tới bàn phải cùng pre bàn chua mật phẹ đây chỉ nè rẽ xa sal nó cũng đối thảo miền này chăn tẹt nông ca rẽ xa nó mò muôn chiềng nữ mình ai ha máu của cô bàn miền chừng hàn bòn trồn máu của bạn thưa tiền bạn bòn mùi tiền chẳng tay chẳng bạn bòn tràn chừng sợ lắm phải mà vĩnh thắt được trẻ sợ lắm phải mà vĩnh thắt các bà thừa ở dương bàn sọc các bà này cổ sò hay sợ lắm bên đây thấy rõ cả đấy phải trăm ngày nữa này bài rương vì bảy rương vì phnom nơi Âu Tri nơi ta đăng mua phnom nơi ấy mà lịch bạn tới nhiệt nhôm để chọn lược màu nâng theo đôi thà cho từng hầm cho bòi giả cả chung bình luôn nước miền ở tiếp bồn lừa sọc phiệp lời cài phong sọc phiệp lời chặt phong bà cái lại nâng về smoke group về office up về sầm lên rùm khan hay nâng chiết bồn lá làm một tô ấy chẳng ấy nhận anh nâng có chạp đấy chạp ở dương stress cả chung ngư stress nghi ấy chẳng cái lại để dương luôn nơi phải trăm ngày á nơi con nó bị thom lúc hơi bạn tô bạn này sẽ bị cháy á cao luôn nơi chỉ bỏ cả đây bị trăm ngày nó miền ở tí polymer play chặt dương khẳng chẳng ưu thật tại bây dương nơi các bài mình nút chú chất nôm tà hướng có đau cả hai anh đi che min nu viên cho hay nơi các bài nè nó vui tới dương cái đài rồi với bố bà thì tha nó với miền ở tí polymer play chặt bài dương hay bờ dương nơi đôi thà các bài mình nút để rừng tăng nâng nô chưa mình nút sao bị tục còn bỏ lại dương nơi các bài tứ cổ dương tờ say dương xua nom dương khơi quát tới dương sờ bài chật dương sờ bài nâng này dương sờ bài ơi tha màu khơi bỏ ong nâng nô nghiêm ngặt chẳng tư sờ bài á mà nó khơi nhà bờ sâu mũi này không trai bị đỏ lệ xàm sập này rồi nó vậy bị priêm nó bắt cu con màu vùng là bỏ bắt nó vẫn bắt tích tôi chứ bắt bờ mũi mà tích hai rồi khơi nhau một cái túc mua mau ơi bại chất đa rôm khơi đa rôm khơi đã tích chụp pre thế bỏ ong mà khi miễn cô bắt ghê đấy dạng mà cả tục ấy sao chẳng bạn bỏ ong xâm đánh là ngay priêm bỏ ong cô bỏ ong mình miễn đôi tha mình chuột chùm bẻ bỏ drop co sơ ấy nâng mình miễn xây tiết cô mình miễn chân tứ Việt Sra vậy chẳng việc bị trẻ cho mùi để ở xì ta để cái thợ miền chẳng ai anh nói mình ấy thế miền chẳng bao vừa cô Việt Nam ở cả tục đây nhận nhôm sai thật là ô tô miền Phnom chở nắng Phnom ấy đến này chuột nắng ăn làm mòn đấy nhận nhôm
chanh bia làm mong tới mình ngay đây đấy đằng nghe priêm nó còn cả tục hưởng bắt cù còn nó còn bạ chất quát với quát dây chỉ mùi bỏ ống sầm đại pi đôi tha pre mà xăm phút bỏ ống luộc cắt bong từ cà chuột chùm bẹ chùm mùi nâng bỏ trọp á đó chẳng cô mình xây khoa nông chặt mình cả tục mình xây khoa lấy bỏ ống kì lên nâng khoa hai nhưng còn là chỉ cái tệ xem mẹ cha ná nhiệt nhôm bột bò sạch tăng o nè đại thà bờ dương miền drop bằng prai rô tới bên này dương chạy rùm lệ chỉ ở đây lạnh drop bỏ ao chỉ drop tức sạp ao nè đợt tây bàn sọc đòi sạp drop dưới của bạn bon sờ bài chật đừng khơi cái bàn sọc đòi sạp drop hay dương đâm pui từ một từ sơ bà sơ tăng họ si nhung đập thò một chỗ kê ngày đấy lại vú nhìn nhớ mà sơi chơi lại vú chẳng đấy ngày nắng gọi chơi ta ngày đấy mê tâm phiền hai nữa quạt của tấn này là nghề tới về hàng sala chập rầm mà ngày nữa ấy và màn khai hay đây khơi nơi sim riệp ấy cô hàng nhà thô áp sara chui điệp trong sạt ấy sạt bạt đầm cà đầm chơ đầm ấy mà miền Tây chăm từ xiêm riệp pi năm tới trong năm nhôm còn miền sạt thia điệp trong vừa cầm thi mà thị nơi nông cô thốngสบายchấtเคยบ้านnhiệt nhôm châu tới đối ngập lõ bên tệ nơi không gột thầm nâng